Nita After នៅកូរ៉េកណាចង់ឲ្យស្មានឹងពរនីអំពីរូបសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធកណាចង់ឆ្លាក់រូបសំណាករបស់ទ្រង់ដោយសេចក្តីអនុគ្រោះនៅកូរ៉េថ្ងៃបន្ទាប់គ្រោះថ្នាក់ចរាចរណ៍ឆេះរូបកណ្ដាលនៅកូរ៉េថ្ងៃបន្ទាប់គ្រោះថ្នាក់ចរាចរណ៍ឆេះក្នុងរូងបណ្ដាលឲ្យស្លាប់5នាក់និងរបួសជាច្រើនអ្នកទៀតបន្ទាប់ពីឆេះប៉ោយប៉ែតហ្នឹងក៏នោះក៏ឆេះនៅក្នុងរូងភ្នំដែរព្រោះច្រើននៅផ្លូវក្រោមភ្នំឃើញវាអត់មាន guarantee ទេអត់មានធានារ៉ាប់រងអីបានមានជាក្រុមហ៊ុនធានារ៉ាប់រងអីរឿងសងលុយសងកាក់ប៉ុន្តែគ្មានក្រុមហ៊ុនណាទៅធានារ៉ាប់រងសងជីវិតហ្នឹងទេអត់ទេកុំថាឡើយយើងជារាជសាមញ្ញសម័យស្ដេចក៏ដោយដូចយើងល្បីប្រហែលឆ្នាំមុនដៃអាណាក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងថាអត់មាន guarantee ទេអត់មានទេអញ្ចឹងបានចម្រៀងមួយច្រៀងបរោះដែរអ្នកមានកំអាលអអ្នកក្រកំអាលភ័យដូចបទហ្នឹងដូចអ្នកស្រីសុងស៊ីងហ៊ុនច្រៀងតាមអាចាំបើខុសអីជាស្រ័យបងយូរហើយឮតាំង9ជាងឆ្នាំ9ជាងរឿងរូបសម្បត្តិព្រះអង្គហ្នឹងអាត្មាពរនាទៅធ្វើទៅចេញអត់ស្អាតទេបើយើងនិយាយតាមពីតាមមហាបរិសលក្ខណៈមែនទេហ្នឹងធ្វើទៅចេញជាបុគ្គលចម្លែកបងឧទាហរណ៍ថាព្រះអង្គទ្រង់ឈរអញ្ចឹងបើតលាក់ដៃត្រង់អត់អោនទេណាប្រហោះព្រះអង្គអាចអែលអង្គុញជង្គង់នេះបានអញ្ចឹងសាក់យើងទៅធ្វើដៃវើអញ្ចឹងដូចអត្ថថាលោកបរិយាយហ្នឹងចេញជារូបចម្លែកហើយឧទាហរណ៍ដូចកែងព្រះអង្គអញ្ចឹងឧទាហរណ៍ដូចប្របាទរបស់ព្រះអង្គឧទាហរណ៍ថាអានេះបាតជើងអានេះជើងឈរពីលើចាត់ជា4 1 2 3 4អញ្ចឹងទៅមុខ2ផ្នែកមកក្រោយ1ផ្នែកអាត្មារកអីឲ្យដូចមក1 2 3 4ទីហៅថាប្រវែងបាតជើងអញ្ចឹងប៉ុណ្ណឹងអញ្ចឹងកែងប្រវែងប៉ុណ្ណេះប្រវែងពីនេះមកនេះហើយខាងចុងជើងព្រះអង្គ1 2ហើយបានដល់ជើងនោះនេះអញ្ចឹងកែងប្រវែងនេះហើយអាទៅមុខប៉ុណ្ណេះយើងមើលបើកែងជើងយើងនៅប្រផិតចេះកែងជើងយើងធម្មតាចុះពីលើមកកែងខាងញក់ចេះតិចបើកែងព្រះអង្គឡើងវែង1/4ហើយអាទៅមុខ2/4ហើយមួយភាគនៅចំអាជើងពីលើធ្វើតាមហ្នឹងហ្មងចេញជារូបចម្លែកអញ្ចឹងមានតែរកជាងណាដែលធ្វើស្អាតទៅបានហើយធ្វើឲ្យដូចមហាបរិសលក្ខណៈនិយាយក្នុងកូពីស្មានថាចេញទៅមនុស្សចម្លែកហ្នឹងហើយដូចជាងដែលអាត្មាមើលទៅវាមិនសូវទាស់ចិត្តហ្នឹងគឺក្រុមសិល្បៈសូនរូបនៅពោធិ៍សាត់នឹងឯងនឹងមកប្រម៉ូទប៉ុណ្ណឹងប៉ុន្តែបើឲ្យអាត្មានិយាយពីមហាបរិសលក្ខណៈហើយយើងធ្វើឲ្យដូចចេញទៅចេញចំណឹងចម្លែកគឺព្រះអង្គខុសពីគេមកចេញទៅតាំងចិន្តាតើអ្នកកាន់សិល5អាចចំអិនពងមាន់ពងទាបានទេបើទិញស៊ុតនោះពីផ្សារទំនើបដែលគេដាក់នៅក្នុងម៉ាស៊ីនត្រជាក់ឲ្យប្រកាសថាវាមិនមានជីវិតមិនអីទេវាមិនមែនថាពងឬមិនពងឲ្យប្រកាសថាវាអត់មានជីវិត
ចម្លើយឆ្លើយបានតែប៉ុណ្្នឹងព្រោះអាត្មាវាមិននៅក្នុងពងមន់ហ្នឹងឲ្យតែប្រកាសថាពងមន់ពងទាហ្នឹងវាអត់មានជីវិតអញ្ចឹងណាមិនអីទេចន្ទធីលេងសួរថាចង់យកឆ្កែមកចិញ្ចឹមក្នុងផ្ទះថែទាំបីបាច់ដូចជាមនុស្សដែរតើមានកម្មពីអត់ចិញ្ចឹមវាដោយល្អមានកម្មពីអីបុណ្យតាកុំឲ្យតែចិញ្ចឹមវាយកទៅកាប់ស៊ីចិញ្ចឹមវាលក់អាហ្នឹងមិនទោសចិញ្ចឹមវាព្រោះស្រឡាញ់មានអីជាកុសលតាអត់អីទេយើងមិនក៏ចេះចិញ្ចឹមកូនកើតចិញ្ចឹមឆ្កែមិនបានជីវិតមួយដូចតែគ្នាតាគ្រាន់តែមួយថាឆ្កែតាជីវិតិន្ទ្រីមានឆ្កែមានមនុស្សអីវាដែននេះកៅខ្ញុំកណាផ្ញើទៅចូល Facebook លោកម្ចាស់គ្រូមានសំណួរមួយទៀតដោយអធិស្ឋានដែលខ្ញុំកណាមិនអាចសួរនៅទីនេះបានសូមម្ចាស់គ្រូជួយបើកមើលផងខ្ញុំកណាចង់សារភាពច្រើននិយាយឲ្យខ្លីជាតិនេះជីវិតខ្ញុំកណាបានមកពីម៉ែឲ្យតែការគិតត្រូវនិងធ្វើត្រូវបានមកពីស្ដាប់លោកម្ចាស់គ្រូនេះហើយបងសាធុឈ្មោះដានីកៅហ្នឹងឯងចាំស្មាបើកមើលបងចន្ទធីបុណ្យសួរថាតើការយល់ធម៌អ្វីឲ្យល្អសម្រាប់ជីវិតមនុស្សនឹងធម៌ដែលល្អសម្រាប់ជីវិតមនុស្សគឺធម៌ណាដែលយើងអាចពិសោធន៍បានធម៌ដែលនិយាយពីជីវិតនឹងតែម្ដងបញ្ហាផ្លូវចិត្តនឹងពីជីវិតនឹងហើយនៅក្នុងវិស័យដែលយើងអាចគិតអាចពិសោធន៍បានរហូតពីយើងពិសោធន៍បានវាមិនថាមិនល្អទេវាខាតឧទាហរណ៍ចង់ដឹងនរកប្រែតយមយៈទេវតាអរិយភ្នំអីហ្នឹងយើងដឹងវាមិនបានវាមិនត្រឹមតែអត់ប្រយោជន៍ទេវាខាតទៅទៀតនេះគឺព្យាយាមយល់ធម៌ដែលយើងពិសោធន៍បាននៅក្នុងជីវិតនឹងទៀតពិសោធន៍បានហើយគឺពាក់ព័ន្ធនឹងជីវិតនឹងពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងការរស់នៅនឹងតែម្ដងស៊ីសវឿនលោកគ្រូសូមជួយពន្យល់អំពីវិធីតាមដានចិត្តផងមិនតន់ចង់ប្រាប់ថាត្រូវតាមដានមិនទេចង់ឲ្យព្យាយាមយល់ថាស្អីជាចិត្តនឹងឲ្យយល់ថាស្អីជាចិត្តសិនហើយចិត្តវាធ្វើការយ៉ាងម៉េចចំណៃរបស់ចិត្តនឹងស្អីទីអាស្រ័យរបស់ចិត្តនឹងស្អីទៅយល់អានឹងសិនបានយើងតាមដានបានយើងអត់តន់ស្គាល់ផងទៅតាមដានមិនកើតដូចទូនាទីប៉ូលីសមានទូនាទីតាមដានចោលតាមដានមនុស្សអាក្រក់អីចឹងវាទៅស្គាល់លក្ខណៈស្គាល់ trick ស្គាល់ស្អីរបស់មនុស្សអាក្រក់ហ្នឹងមិនតាមដានកើតបើមិនចឹងយើងចែកមនុស្សល្អមនុស្សអាក្រក់អត់បានចាប់ច្រឡំហ្នឹងហើយមិនទៅភ្លឹបអូចាប់ចោលមិនពាក់តែអាវប៉ូលីសទៅចាប់មកអត់កើតទេឈ្មោះវិញធុនកណាស្ដាប់លោកម្ចាស់គ្រូពីរោះផងយល់ផងស្ដាប់ជារៀងរាល់ថ្ងៃកណាធ្វើការផងស្ដាប់លោកម្ចាស់គ្រូម្ចាស់ផងយប់រៀនអភិធម្មនិងបដិច្ចសមុបាទតែមិនតន់យល់អស់ទេបើធោសូត្រវិញកណាមិនតន់ចេះសូត្រទេសាធុមិនចេះទេអាធោសូត្រហ្នឹងសូត្រថ្ងៃក្រោយទៅចេះក៏ចេះទៅប៉ុន្តែសម្រាប់ជីវិតហ្នឹងធោសូត្រអត់សំខាន់ទេធោសូត្រដូចហងៃហ្នឹងអត់សំខាន់ទេហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងគឺយល់ហើយធ្វើឲ្យជីវិតយើងស្រាលប្រសើរជាងមុនដោយវាចេញមកពីការយល់ពីក្នុងមកមិនបាច់សូត្រទេបើចង់រស់ស៊ីធ្វើអាចារ្យអីចាំចេះសូត្រចុះបើតែមិនធ្វើលបធ្វើអាចារ្យអីទេមិនបាច់ចេះសូត្រទេបាច់ទេនរណាថាយើងល្ងងងោះអីទៅវត្តមិនចេះសូត្រគេអីថាកុំនៅក្នុងសម្ពាធហ្នឹងសំខាន់យើងដឹងថាតើគោលធម៌ពុទ្ធនឹងបរៀនថាម៉េចហើយគូបដិបត្តិយ៉ាងណាអាហ្នឹងសំខាន់សូម្បីតែអាត្មាខ្លួនឯងនឹងចិត្តភ្លេចអស់ហើយអាធัวម៉ាប់សូត្រនៅឲ្យសូត្រមុនតែឯងសូត្រមិនចប់ទេហ្នឹងដូចករណីយមេតសូត្រអីហ្នឹងឲ្យសូត្រតែឯងវិលចុះវិលឡើងប៉ិនបើអង្គុយបញ្យលអាហ្នឹងមានន័យថាម៉េចអាត្មាបញ្យលកើតសុធាសុំឆ្លើយតាមការគួរធម្មជាតិគឺអញ្ចឹងបើកើតមិនស្លាប់លុះត្រាពេលកើតមកយើងកុំប្រែប្រួលនៅតែក្មេងរហូតនោះទៅដឹងមិនចាស់ជារាក៏មិនឈឺជីវិតទុកមតិតិចតួចមិនដឹងឆ្លើយនឹងសំណួរមួយណាFreddy
ហ្វាញ់គុំឲ្យសពគ្រប់មកកណែមានចម្ងល់មួយអំពីតើព្រះអានន្ទដែលក្នុងរឿងពុទ្ធប្រវត្តិហេតុអ្វីក៏ព្រះអានន្ទនៅមានភាពខ្សឹកខ្សួលយំនៅពេលប្រពុតចូលនិព្វានតើពេលនោះព្រះអានន្ទបានសម្រេចត្រឹមណាតាមប្រវត្តិព្រះអានន្ទជាសេខបុគ្គលជាសោតាបត្តបុគ្គលអញ្ចឹងមិនចម្លែកអីទេសោតាបត្តបុគ្គលនៅខ្សឹកខ្សួលពីព្រោះអីនៅមានទោសៈមូលចិត្តពីដួងហ្នឹងនៅក្នុងអកុសលចិត្ត12សោតាបត្តបុគ្គលនិងសកតាលះបានតែ5ដួងឯងគឺលោភៈមូលចិត្ត8ហ្នឹងលះបាន4ដែលប្រកបដោយមិច្ឆាទិដ្ឋិណាហើយនៅក្នុងទោសមូលចិត្ត2ហ្នឹងនៅហើយក្នុងមោហៈមូលចិត្ត2លះបាន1ទៀតគឺវិជ្ជកិច្ឆាការសង្ស័យហ្នឹងលះដាច់អញ្ចឹងនៅសល់7ដួងទៀតប៉ុន្តែ7ដួងរបស់ព្រះអរិយៈហ្នឹងទោសមូលចិត្តហ្នឹងនៅមានប៉ុន្តែអទោសៈណាឲ្យទៅជាអកតិហ្នឹងអត់មានទេទៅជាព្យាបាទទៅជាស្អីហ្នឹងអត់មានទេវាគ្រាន់តែមានតែទៅចិត្តតូចចិត្តអន់ចិត្តយំសោកអីមានតែឲ្យមានគំនិតក្នុងការបៀតបៀនសត្វអត់មានទេគំនុំគុំគួនអីក៏អត់ដែរអញ្ចឹងទោសៈនៅមានវាគ្រាន់មានប្រភេទចិត្តពេលវាមាននៅក្នុងកម្រិតមួយដែលមិនប៉ះពាល់ដល់អ្នកដទៃមិនដូចបុថុជនហ្នឹងនៅបុថុញញោចទាំងអស់អញ្ចឹងតោមនោះយំសោកព្រោះរបស់ជាទីស្រឡាញ់នៅមានពីព្រោះអីដោយសារនៅមានកាមតណ្ហាឃើញទេអាតួយំហ្នឹងព្រោះអីវាកើតប្រោះមកពីកាមតណ្ហាមាន3មានកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហាអញ្ចឹងបុគ្គលឯណាឲ្យតែនៅមានកាមតណ្ហាមិនអាចលះយំលះសោកលះស្ដាយនឹងបានទេពីព្រោះអីកាមតណ្ហាគឺជាបច្ច័យយ៉ាងគីឲ្យកើតទោមនស្សឲ្យកើតការយំសោកឲ្យកើតការស្ដាយអញ្ចឹងសោតាបត្តបុគ្គលលោកនៅមានកាមតណ្ហាឃើញទេលោកនៅមានប្រពន្ធមានកូនអីធម្មតាបើអត់មានកាមតណ្ហាទៅមានកូនមិនកើតកូនមកស្រឡាញ់កូនស្លាប់ទៅយំដូចគ្នាដូចយើងអញ្ចឹងហ្នឹងហើយដល់ទៅអនាគាលះដាច់ចិត្ត2ដួងទៀតអកុសលចិត្ត2ដួងទៀតបាត់ទោសមូលចិត្ត2ដួងលះដាច់បាត់អញ្ចឹងលោកនៅតែអកុសលចិត្ត5ដួងឯងលោភមូលចិត្តជាទិដ្ឋិកតវុបយុត្ត4ហើយនឹងមោហមូលចិត្តឧទ្ធចសម្បយុត្ត1ហេតុអីបានជាលោកលែងខឹងក្រោធលែងស្ដាយលែងទើសលែងទោមនស្សដោយសារលោកអស់កាមតណ្ហាលោភៈមូលចិត្តនៅមានក៏ប៉ុន្តែលោភៈមូលចិត្តនឹងវានៅក្នុងលក្ខណៈជាភវៈតណ្ហាមិននៅក្នុងរាគៈត្រេកត្អែលអត់មានទេប៉ុន្តែនៅក្នុងភវៈរាគៈនឹងមាននៅក្នុងភពជាតិកំណើតតទៀតនឹងលោកនៅជាប់ខ្លះតែអាកាមតណ្ហារាគៈប្តីប្រពន្ធប្រុសស្រីនឹងអស់លីងដល់អស់អាហ្នឹងនឹងរូបសម្លេងជារូបផតថពៈដែលមកឲ្យលោកជំពាក់រាគៈខ្លាំងហ្នឹងអត់មានអញ្ចឹងកាមរាគៈឬក៏កាមតណ្ហាហ្នឹងត្រូវដាច់ដល់ដាច់អារឹសវាទោសៈហ្នឹងវាអស់ដែរអញ្ចឹងលោកអត់ខឹងអត់តោមនស្សអត់យំអីតទៀតទេព្រះអនាគីមីបុគ្គលចិត្តព្រំយ៉ាងណាចិត្តអនាគីមីបុគ្គលហ្នឹងអញ្ចឹងអត់មានក្តៅកាហាយកុកកច្ចៈអីអត់ទេប៉ុន្តែលោកនៅជាប់នឹងជាតិកំណើតតទៅក្នុងភពបន្តទៀតនឹងត្រូវទៅបដិសន្ធិហើយបរិនិព្វាននៅក្នុងសទ្ធាវៈដល់ទៅព្រះអរហន្តឬក៏បក្ខីណាស្របនឹងបានលះអស់អា5ដួងចុងក្រោយនឹងទៅជាវិសុទ្ធិបុគ្គលអញ្ចឹងការយំសោកការសោយសប្បាយអីហ្នឹងសោតានៅមានដល់ទៅអនាគាឡើងទៅក្អាកក្អាយខ្លាំងក៏អត់អាតោមនស្សយំក៏អត់នឹងជាបុគ្គលនឹងថឹងពីនឹងទៅត្រឹមសោតានឹងកាមតណ្ហានៅមានប្រពន្ធមានប្តីអីធម្មតាយើងកុំមកអួតគ្នាអូអញអត់យកប្តីទេអញជាមនុស្សល្អហើយជួនកាលយើងខ្លាចរឿងអីមួយមិនហ៊ានយកជាយក credit ហ្នឹងនិយាយលេងទៅជួនកាលវាគ្រាន់តែចង់យក credit ជួនកាលគ្រាន់តែមិនហ៊ានចាំគេរឿងអីផ្សេងប៉ុន្តែយើងមកយកអា credit ថាអញនឹងមនុស្សល្អដោយសារអញអត់យកប្រពន្ធអញអត់យកប្តីអីចឹង something behind សោះហ្នឹងស្រឡាញ់នរណាមួយវាមិនបានដូចចិត្តទេក៏ជាប់ពាក់ចិត្តអញមិនបានមួយនឹងអញយកវាជាប់អាគំនិតនឹងមួយមកមើលគេផ្សេងវាអត់ស្អាតបើដល់ទៅអនាគីអានឹងច្បាស់ហើយ
កុំយក credit គ្រាន់តែអត់ដីអត់ប្រពន្ធដើម្បីឲ្យគេសម្គាល់ថាជាមនុស្សល្អច្រឡំខ្លួនឯងទៀតបោកទាំងខ្លួនឯងទៀតបទជនយើងហ្នឹងគឺថាបោកខ្លួនឯងច្រើនណាស់ដើម្បីឲ្យគេថាអញនឹងមិនមានធម៌មានសិលអញត្រូវទៅនៅឯនេះអញត្រូវទៅនៅឯនោះអញត្រូវស្លៀកពាក់អញ្ចេះស្លៀកពាក់អញ្ចោះ form ខាងក្រៅទៀតនឹងប៉ុណ្ណឹងហើយតទៀតទឹកកេសាហុកសួរថាសោបនៈចិត្ត24មានអ្វីខ្លះសោបនៈចិត្តវាមានច្រើនប៉ុន្តែសោបនៈ24ហ្នឹងគឺកាមាវចរៈសោបនៈ24ហ្នឹងគឺពួកមហាកុសល8មហាវិបាក8ហើយនិងមហាកិរិយា8 3ដង24ហ្នឹងឯងហៅថាកាមហៅឈ្មោះឲ្យអស់ថាកាមាវចរៈសោបនៈចិត្តហើយពួកមហាកតៈចិត្តពួកលោកតរៈចិត្តហ្នឹងក៏សោបនៈចិត្តដែរប៉ុន្តែមានឈ្មោះហៅផ្សេងហៅថាមហាកតៈសោបនៈចិត្តហ្នឹងពួកឈានទៅលោកតរៈសោបនៈចិត្តចឹងទៅប៉ុន្តែបើយើងនិយាយពីសោបនៈទាំងអស់វាទល់តែបូកទាំងរូបវចរៈចិត្ត15អរូបវចរៈចិត្ត12ហើយនឹងលោកតរៈ8ឬ40ផងទាំងអស់បូកណា24នឹងទៀតហៅថាសោបនៈចិត្តទាំងអស់ប៉ុន្តែយើងលើក24នេះគឺយកតែកាមាវចរៈសោបនៈចិត្តសេងមុំខ្ញុំណាចង់ជាវសិភៅអភិធម្មលោកម្ចាស់គ្រូទៅអាចរៀនយល់តើធ្វើយ៉ាងណាអាចជាវបានខ្ញុំណានៅស្រុកខ្មែរនិយាយទៅអាត្មាមិនបានរៀបសិភៅអភិធម្មអីច្រើនទេបានធ្លាប់រៀបបរិឆេទទី4នេះបានមួយអាហ្នឹងរៀបត្រឹមត្រូវបោះពុំហើយក្រៅពីហ្នឹងពង្រៀនហើយបរិញ្ញាហ្នឹងមានកាលបាសិកាឆេងអៀងគាត់នៅអាត្មាចិត្តតែបរិញ្ញាអញ្ចឹងទៅគាត់អ្នកសរសេរចម្លងទៅអាហ្នឹងសិភៅហ្នឹងមានចំណងជើងថាមេរៀនចិត្តចេតសិកអាហ្នឹងក៏ល្អដែរពីព្រោះអីពីព្រោះវាមានកសែតបរិញ្ញាហើយវាមានសិភៅផ្ទៀងអញ្ចឹងទៅវារៀនឆាប់ចេះមែនអាចប្រហែលជាមានដែរដឹងនៅបណ្ណាគារត្រៃរតន៍មិនដឹងថាមានឬអត់ទេបើមិនមានទេតាក់ទងទៅវត្តមនីរតនារាមខេត្តពោធិ៍សាត់បងញាតិញោមគាត់ឧស្សាហ៍បោះចែកគ្នារៀនដែរសមុទ្រសៅតើអ្វីដែលជាទីប្រាថ្នារបស់ចិត្តពិតទៅលើអារម្មណ៍បើជារឿយៗចិត្តដែលដឹងអារម្មណ៍ដែលជាទីប្រាថ្នាតែងតែផ្លាស់ប្ដូរជានិច្ចដូចជាពេលខ្លះយើងកំពុងតែពេញចិត្តនឹងអារម្មណ៍មួយស្រាប់តែប្រែคล้ายជាធុញទៅវិញបើដូច្នោះហេតុអ្វីយើងអាចសម្គាល់ថាអារម្មណ៍នោះជាកុសលវិបាកឬអកុសលវិបាកបានតួអារម្មណ៍មិនមែនកុសលវិបាកឬអកុសលវិបាកទេអញ្ចឹងណាតួអារម្មណ៍បើអារម្មណ៍5ហៅថាគោចរៈរូបគឺជាទីគោចររបស់រូបគេអាចចែកថាជាអិដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍ចេះទេមិនអាចចែកជាកុសលវិបាកឬអកុសលវិបាកទេកុសលវិបាកឬអកុសលវិបាកនឹងចិត្តតែប៉ុណ្ណោះអញ្ចឹងណាហ្នឹងហើយស្អីដែលមនុស្សទូទៅគេឲ្យតម្លៃថាល្អដូចផ្កាល្អក្លិនក្អូបឃើញទេរូបល្អដែលមនុស្សទូទៅគេឲ្យតម្លៃអាហ្នឹងជាអិដ្ឋារម្មណ៍ហ្នឹងជាអិដ្ឋារម្មណ៍អញ្ចឹងហើយសំណួរខាងដើមដែលថាតើចិត្តហ្នឹងប្រាថ្នាអីពិតប្រាកដចិត្តដែលប្រាថ្នាគឺចិត្តដែលប្រកបដោយលោភៈហើយចិត្តដែលប្រកបដោយលោភៈហ្នឹងវាប្រាថ្នាតែអិដ្ឋារម្មណ៍នឹងឯងគឺអារម្មណ៍ជាទីប្រាថ្នាអារម្មណ៍ដែលធ្វើឲ្យចិត្តហ្នឹងសុបាយផ្លេតនោះប៉ុន្តែ impermanent វាអត់ទៀងដូចភ្លើងអញ្ចឹងយើងថាតើភ្លើងប្រាថ្នាឆេះអីឲ្យពិតប្រាកដវាអត់ទេតែរបស់ថ្មីមកវាឆេះហើយតែប៉ះរបស់ថ្មីវាឆេះហើយតែឆេះយូរទៅវាអស់វាឈប់ឆេះអាហ្នឹងវាឆេះផ្សេងទៀត
ចិត្តនឹងព្រះអង្គឧបមាដូចភ្លើងឃើញទេដូចភ្លើងហើយដើម្បីឲ្យភ្លើងឈប់ឆេះមិនមែនដាក់ភ្លើងបន្ថែមឲ្យភ្លើងឈប់ឆេះអស់បន្ថែមឲ្យភ្លើងឈប់ឆេះទេវាទល់ឲ្យឈប់ស្វែងរកអស់ក្រែងលោថាភ្លើងនឹងបានស្ងប់ប៉ុន្តែបើយើងគិតថាភ្លើងនេះឆេះខ្លាំងណាស់អញដាក់អស់គីធំធំទៅគ្របភ្លើងនឹងឲ្យឈប់ឆេះហ្នឹងហើយយើងមើលអ្នកដើរលេងសប្បាយខាងក្រៅសួរចិត្តគាត់មកចង់បានអីពិតប្រាកដបើនិយាយសង្សារដូររកភ្លេចបើនិយាយពីផឹកស្រាអស់រកកេះភ្លេចនិយាយពីបារការ៉ាអូខេភ្លេចកន្លែងណាខ្លះដែលគាត់ធ្លាប់ចូលទៅទៀតប៉ុន្តែគាត់អស់ចិត្តទេអត់ទេកាន់តែចង់មករដូវកូវីដនេះគាត់អបសុកជាងលោកឆ្ងាយលោកធ្លាប់ទៅនៅកន្លែងហ្នឹងមិនអីដល់អ្នកធ្លាប់ទៅហ្នឹងអបសុងអត់បានដើរឃើញទេដូច្នេះថាស្អីឲ្យពិតរបស់លោភៈហ្នឹងអត់ទេពីព្រោះអីពីព្រោះស្អីដែលជាទីប្រាថ្នារបស់លោភៈហ្នឹងហៅថាលោកាមិសៈគ្រឿងប្រឆោតអញ្ចឹងចិត្តជាប់ជាពាក់ចិត្តប្រាថ្នាហ្នឹងវាជាចិត្តឆោតអញ្ចឹងចិត្តឆោតវាមានគោលដៅអីវាអត់ទេជាលោកាមិសៈជាគ្រឿងប្រឆោតរូបល្អហ្នឹងក៏ប្រឆោតសម្លេងពីរោះហ្នឹងក៏ប្រឆោតហ្នឹងអញ្ចឹងអ្វីដែលជាទីប្រាថ្នារបស់លោភៈទាំងអស់គឺគ្រឿងប្រឆោតទាំងអស់ហើយបើវាជាគ្រឿងប្រឆោតមានរឿងមែនតើណាហ្នឹងហើយមានចង់បានអីមែនតើកើតប៉ុន្តែវានៅតែប្រឆោតចឹងវានៅតែប្រឆោតចឹងព្រោះចិត្តហ្នឹងមួយឆោតមិនបានចិត្តលោភហ្នឹងនៅឆោតព្រោះវាកើតមួយមោហៈងឹតឈឹងហ្នឹងវាមានចេះអីវាចិត្តលោភហ្នឹងអត់មានឆ្លាតទេណាចិត្តលោភហ្នឹងអត់មានឆ្លាតទេចិត្តលោភហ្នឹងគឺល្ងងហ្នឹងហើយភាពលោភលន់ហ្នឹងល្ងងទេកើតមួយមោហៈមោហៈឲ្យតែអកុសលវាកើតជាមួយរហូតមោហៈហ្នឹងហ្នឹងហើយតែវាច្រឡំមកផ្លេតថាអញបានអីអញបានអីអញ្ចឹងណាអញ្ចឹងមិនជាតែវែងទៅជាតែស្វឹងទៅអញមាននេះអញមាននោះមានរូបសម្បត្តិហ្នឹងក៏វែងរូបទៅមានទ្រព្យក៏វែងទ្រព្យទៅហ្នឹងមានសម្លេងពីរោះក៏វែងនឹងសម្លេងពីរោះទៅមានចំណេះដឹងផ្នែកផ្លូវលោកច្រើនផ្លូវធម៌ច្រើនឬក៏ចេះអភិធម្មច្រើនហ្នឹងក៏វែងនឹងចេះនឹងទៀតទៅណាសើគ្រឿងប្រឆោតហ្នឹងចុះអាម៉េចបើវាលែងឆោតអាម៉េចបើលែងឆោតវាទល់តែឃើញ all the realities as they are តើបញ្ញាកើតឃើញសភាវធម៌ទាំងអស់ហ្នឹងកើតមិនឃើញអញ្ចឹងវាលែងឃើញខាងមុខផ្សេងខាងក្រោយផ្សេងឧទាហរណ៍យើងឃើញរបស់ល្អមួយតែយើងមើលអនិច្ចំទុក្ខំវាអត់ឃើញអារបស់ពិតនោះយើងមើលអត់ឃើញតែសម្រស់របស់វាឃើញទេដល់យើងឃើញតែសម្រស់របស់វាបាំងអនិច្ចំទុក្ខំអនត្តានៅពីក្រោយអារបស់ពិតហ្នឹងវាមើលអត់ឃើញអញ្ចឹងរឿងអីមិនឆោតអីល្មិចបានប្រាថ្នាហ្នឹងបន្តិចទៅវាលែងជាប់អាហ្នឹងវាទៅអាមួយទៀតអាតួចិត្តនេះក៏វាលុតអារបស់ជាទីប្រាថ្នាហ្នឹងក៏ប្រែប្រួលដែររឿងអីឲ្យវានៅដដែលកើតបើអាតួចិត្តហ្នឹងក៏កើតហើយលុតហើយអារបស់ដែលវាប្រាថ្នាហ្នឹងក៏កើតលុតដូចគ្នាហ្នឹងហើយវានៅអត់កើតហ្នឹងដែលហៅថាទុកហ្នឹងគឺនៅអត់កើតទេរបស់ទាំងអស់ហ្នឹងជាទុកទាំងអស់ណាប៉ុន្តែលោភៈនៅតែចាញ់ប្រឆោតចឹងវានៅតែចាញ់ប្រឆោតចឹងពីព្រោះគ្រឿងប្រឆោតវានៅតែមកដូចអ្នកមានស្នេហាក្រោមមេឃលើដីមានតែស្រីមួយអាហ្នឹងពេលហ្នឹងចឹងសួរថាគាត់កុហកអត់ទេអត់កុហកទេព្រោះគាត់កំពុងឆោតហើយគាត់ទៅប្រឆោតនាងហ្នឹងថាអត់ទេគាត់និយាយមែនតើក្នុងចិត្តគាត់និយាយមែនតើព្រោះស្រឡាញ់ពេលហ្នឹងគឺថាមេឃបាក់ដីរលំភ្នែកមេឃចាត់ខ្ចាយសមុទ្ររីងស្ងួតទំហំចិត្តគាត់ពេលហ្នឹងវាអញ្ចឹងគាត់មានកុហកអីណាគាត់អត់កុហកហើយកំពុងប្រឆោតនេះថាអត់ទេគាត់អត់មានតាំងចិត្តប្រឆោតទេហើយចុងថ្ងៃក្រោយមកមិនអាពាកហ្នឹងបាត់អស់ទៅគាត់នឹងខ្លាយជាមនុស្សក្បត់ថាអត់ទេ
ចិត្តមុនហ្នឹងកាលនាទីនោះនៅតែស្មោះជានិច្ចនៅតែស្មោះជានិច្ចចាចិត្តលើនេះចិត្តថ្មីហើយសម្រស់នាងក៏មិនមែនសម្រស់ពីមុនដែរឃើញអត់កាលពីមុនមុខក៏ប្លង់ណា30ឆ្នាំក្រោយមកមុខមិនហ្នឹងហើយចុះអាចិត្តពីមុនការនិយាយវាភ្លេចទាំងអាពាក្យខ្លះទៅទៀតវាជ្រុះអស់បាត់ខ្លះទៅទៀតអាពាក្យនិយាយស្បត់ហ្នឹងអញ្ចឹងបានជានៅក្នុងនៃស្នេហាក្តីការមានគូក្តីរឿងរត់ទ្រព្យសម្បត្តិក្តីគឺវាឲ្យនៅក្នុងក្របខ័ណ្ឌនៃតម្រូវការហើយបើនិយាយពីគូស្នេហាដៃគូជីវិតឲ្យវានៅក្នុងសង្ឃហធម៌ឃើញទេព្រោះនៅក្នុងសង្គមឃើញឥឡូវតែគេធ្វើម៉េចកុំឲ្យវាឆាប់បែកគ្នាអាត្មាមើលទៅឃើញតែបំពន់តណ្ហាខ្លាំងបំពន់ខ្លាំងទៅវាចេះស្ងប់អីវារឿងកិលេសហ្នឹងវាអត់គ្រប់ទេអត់គ្រប់ទេណាចឹងបានយើងមើលឃើញចាស់គេគាត់ស្រឡាញ់គ្នាបើនិយាយពីរូបសម្បត្តិពួកគាត់ទេអត់ផងប៉ុន្តែគាត់បដូរជំនួសការនឹកអាឡោះអាល័យគ្នាការឆ្លងកាត់ជីវិតជាមួយគ្នាកំសត់កម្រគាត់ទៅណាពីគ្នាចោលអត់រួចអានេះទេដែលពុទ្ធបរិញ្ញាថាដូចក្នុងមង្គលសូត្រហ្នឹងព្រះអង្គគ្មានដើរទៅសរសើរអាស្រឡាញ់គ្នាបដូរផ្ដាច់បដូរអាចគ្នាស៊ីនឹងយកមកធ្វើជាមង្គលអត់ទេការសង្គ្រោះគ្នាការធ្វើប្រយោជន៍ដល់គ្នាជាមង្គលដ៏ឧត្តមឃើញទេក្នុងមង្គលសូត្រគេនេះពតតិរសសង្ឃហោអនាគលាចកម្មន្តពតតិរសសង្ឃហោការសង្គ្រោះបុត្រនិងភរិយាក្នុងតួនាទីជាប្តីតួនាទីជាឪពុកណាមនុស្សធ្វើការក្នុងតួនាទីទទួលខុសត្រូវនិយាយសរុបមកថាទទួលខុសត្រូវក្នុងនាមជាប្តីក្នុងនាមជាឪពុកនឹងជាមង្គលកាលណាមានតួនាទីយើងឲ្យតម្លៃដៃគូរបស់យើងហើយឃើញទេមិនយកមកបំរើតែអារម្មណ៍ស្រើបស្រាខ្លួនឯងទេហ្នឹងហើយព្រោះអាភាពស្រើបស្រាហ្នឹងបន្តិចវាឆេងអស់ហើយវាអត់នៅទេវាអត់នៅបណ្ដោយវាត្រូវតែលត់ប៉ិនបើធោះសង្គ្រោះគ្នាវាអាចកាន់តែចម្រើនឡើងណាកាន់តែចម្រើនឡើងជាគូជាដៃគូក៏ពិតមែនប៉ុន្តែវាមិននាំឲ្យលិចទាំងអស់ទេមានរឿងខ្លះសម័យពុទ្ធកាលហ្នឹងព្រោះតែមានដៃគូត្រូវហ្នឹងបានរួចផុតទុក្ខដោយរឿងនាងកុលធីតាអីចឹងណាប្តីហ្នឹងមិនឆាទិដ្ឋិដល់បានប្រពន្ធសម្មាទិដ្ឋិបានមកយល់ត្រូវបានសម្រេចគុណធម៌ដោយសារមានប្រពន្ធយល់ត្រូវហ្នឹងហើយបានព្រះអង្គថាបរោះនេះបានការជួយពីកុលធីតានេះមិនមែនទឹមតែជាតិនេះពីជាតិមុនក៏តែចឹងឃើញទេដៃគូត្រូវល្អដែរតែមិនមែនដៃគ្រូជាតិតែធ្លាក់នរកទេមិនមែនទេប៉ុន្តែមនុស្សសង្គ្រោះគ្នាមិនមែនមនុស្សទៀមទាស្អីពីគ្នាទេបើយើងថាស្រឡាញ់គ្នាត្រូវទៅស្រឡាញ់ត្រូវទៅស្អីអានេះមនុស្សភាគច្រើនទៀមទាប្រយោជន៍ពីគ្នាតែអាហ្នឹងអញ្ចឹងហើយបានពេលបែកចិត្តអីស្អប់គុំគួនរហូតដល់សម្លាប់គ្នាអីរឿងអីមនុស្សគិតតែខ្លួនឯងទេប៉ុន្តែបើយើងមើលថាអញស្រឡាញ់ខ្លាំងណាស់អញស្រឡាញ់ខ្លាំងណាស់ហាក់ដូចជាស្រឡាញ់គេចង់ឲ្យគេសុខណាស់អញ្ចឹងប៉ុន្តែពិតដើម្បីអញទេតែមិនធ្វើអីឲ្យអញត្រូវតែស្លាប់ចោលអីចេះចោលឃើញអត់មនុស្សយល់វាអត់បានណាកន្លែងហ្នឹងអញ្ចឹងបានអាត្មាសរសើរវប្បធម៌គេនៅនេះមួយខ្មែរយើងតែលោតតលែងលះគ្នាហើយដូចពិបាករាប់អានគ្នាអ្នកខ្លះក៏គេរាប់អានគ្នាបានប៉ុន្តែអ្នកខ្លះអត់ហ្មងស្អប់គ្នាហ្មងហើយបើថានៅតាក់ទងរាប់អានគ្នាចិត្តតែចង់ផ្ដេសផ្ដាសមួយគ្នាទៀតអញ្ចឹងហ៎តែពួកអូស្ត្រាលីនេះគេលែងគ្នាគេនៅជា friend គេនៅរាប់អានគ្នាតែគេអត់ញញ៉ៃណាគេជួយចិញ្ចឹមកូនអីចឹងគេមាន boyfriend គេមាន girlfriend អីទៀតគេមានដៃគូទៀតគេប្រាប់គ្នាខ្ញុំមានអីប្រាប់គ្នា
ហើយមនុស្សនឹងមនុស្សគេនៅរាប់អានគ្នាគេមិនចាត់ទុកថាអាក្រក់ទេហើយយើងនៅមួយគ្នាមិនបានមកវា personality ហ្នឹងវាមិនត្រូវគ្នាប៉ុន្តែមិនមែនន័យថាអាក្រក់ទេគាត់ថានិយាយវាអត់ចុះសម្រងគ្នាបំណងវាអត់ដូចគ្នាអញ្ចឹងគេសមាជិកបែកគ្នាតែគេរាប់អានគ្នាជួយចិញ្ចឹមកូនមានពិធីជប់លៀងអីគេចូលរួមធម្មតាតែគេអត់ប្រេះផ្ដាស់ទេណាហ្នឹងហើយខ្មែរយើងកន្លែងហ្នឹងតែលែងគ្នាហើយទូវាឆ្អែតវាអន់វាមើលមុខគ្នាលែងត្រង់លែងតណាទៅអញ្ចឹងហើយបើថាទុកនៅរាប់អានគ្នាជាចង់ប្រេះផ្ដាស់ទៀតលើតែស្មាសង្កេតណាបើត្រូវអីអានេះវាមិនស្មាទៅតាមដាននៃសពគ្រប់វាជាការសង្កេតទេការយល់របស់ស្មាហ្នឹងហើយខ្ញុំខ្មែរនេះថ្វាយគុំអីសពគ្រប់មកដោយសេចក្តីជ្រះថ្លាបាទខ្ញុំកណាស្ដាប់ព្រះធម៌ព្រះអង្គពន្យល់ហើយក៏យល់បានច្រើនណាស់ដែរប៉ុន្តែមិននិយាយឬប្រាប់នរណាទេខ្លាចគេថាលប់សតិព្រោះតែឯងគេធ្វើអ្វីធ្វើទៅសានសពស្ដាយមែនទែនបាទនឹងយើងនៅស្ងៀមក៏មិនអីដែរព្រោះអានឹងវាពិបាកនិយាយមែននឹងឯងមនុស្សយើងទៅម្នាក់ឯងគេមិនថាយើងត្រូវទេទោះបីត្រូវមិនក៏គេថាភ្លើដែរដូចថ្មហ្នឹងគេថាឆ្វេងតែឯងហ្នឹងគេថាប៉ុន្តែយើងឃើញផ្លូវរបស់យើងហើយព្រោះតើហ្នឹងយើងឃើញកន្លែងបត់ទៅទៀតឃើញធ្លាក់ជ្រោះយើងបត់ឆ្វេងក៏ដោយស្ដាំក៏ដោយចង់ថាឆ្វេងទៅចង់ថាស្ដាំទៅប៉ុន្តែខ្ញុំឃើញថាទៅត្រង់នោះវាគ្រោះថ្នាក់ខ្ញុំអត់ទៅអញ្ចឹងយើងច្បាស់ខ្លួនយើងអញ្ចឹងណាហើយបើយើងប្រាប់គេទៅក៏ល្អដែរតែបើគិតថាយើងវាគ្មានសមត្ថភាពអីទេប្រាប់ទៅក៏វាមិនបានប្រយោជន៍អីដែរគេស្ដាប់មិនយល់អាហ្នឹងក៏នៅស្ងៀមអញ្ចឹងទៅព្រះរហន្តខ្លះក៏លោកនៅស្ងៀមដែរមុំតែប្រហែលយើងព្រះរហន្តខ្លះលោកស្ងៀមតែឯងដូចព្រះអញ្ញាកណ្ដញ្ញៈគាត់សម្រេចព្រះរហន្តấyលោកអត់នៅមួយមនុស្សទេមនុស្សមិនបាក់និយាយគ្នាលោកទៅនៅព្រៃនៅមួយសត្វមួយអីហ្នឹងព្រះអញ្ញាកណ្ដញ្ញៈកង្ខារេវតៈអីហ្នឹងលោកមិនសូវនិយាយដែរព្រោះមនុស្សបាក់និយាយមែននឹងឯងចឹងមិនដូចគេលើករឿងនិទានតគ្នាណារឿងមនុស្សភ្លឺតែឯងចង់ទៅធ្វើស្ដេចក្នុងនគរខ្វាក់បើយើងនិយាយមិនស្រួលវាគ្រោះថ្នាក់មែនពេលយើងដឹងអីមួយតែម្នាក់ឯងហ្នឹងនិយាយទៅគ្រោះថ្នាក់បើដូចអ្នកវិទ្យាសាស្ត្រដំបងដែលរកឃើញផែនដីមូលហ្នឹងឃើញពួកឈើពួកអីធ្វើបាបឯងព្រះគេថាដីតប៉ែតឯងមកថាដីមូលតឯងហ្នឹងភ្លើឈួតសតទៅប្រឆាំងព្រះហ่ะមិនស្រួលទេណាអាភ្លឺតឯងហ្នឹងណាអញ្ចឹងមិនថាបើយើងភ្លឺហើយក៏យើងមើលកើតដែរមើលបនិស័យណានិយាយបានណានិយាយមិនបានទេតាមហ្នឹងទៅធ្វើម៉េចហ្នឹងហើយបាច់ទៅស្អីទៅសូម្បីតែដូចជាអ្នកទស្សនវិជ្ជាដូចជាសូក្រាតអីហ្នឹងក៏សិតតែរឿងគេធ្វើបាបហើយអ្នកប្រាជ្ញតកើតឡើងគេធ្វើបាបហើយព្រោះនិយាយវាអត់ដូចគេទេអ្នកប្រាជ្ញក្នុងទីហ្នឹងស្មាចង់និយាយដល់តួបញ្ញាមិនមែនណាទេមិនមែនអាត្មាមិនមែនណាក៏ដោយតួបញ្ញាវាឃើញអ្វីអាម៉េចវាឃើញអញ្ចឹងវាខុសពីភ្នែកមោហៈឃើញមួយភ្នែកបញ្ញារបស់ល្មិចវាឃើញអញ្ចឹងដល់និយាយតាមរបស់មិនឃើញអញ្ចឹងវាខុសពីការសម្គាល់ខុសរបស់គេយ៉ាងម៉េចគេនិយាយរឿងតគ្នាថាអ្នកខ្វាក់ចង់ទៅដល់នគរអ្នកភ្លឺតែឯងដើរទៅសពទៅដល់នគរមួយឃើញមនុស្សសើតតែខ្វាក់ហ្មងនគរនេះសើតតែខ្វាក់តែប៉ុណ្ណេះអញបានធ្វើស្ដេចហើយព្រោះភ្លឺតែអញជាអ្នកភ្លឺអញមើលឃើញគ្រប់យ៉ាងអញនឹងធ្វើស្ដេចដឹកនាំមនុស្សខ្វាក់ទាំងអស់នេះគិតខុសហើយអាហ្នឹងគិតខុសហើយដល់តែទៅពរនីនេះថ្ងៃនេះមេឃល្អផ្កានេះពណ៌ស្រស់ល្អកណាត់នេះពណ៌ខៀវកណាត់នេះពណ៌បៃតងពណ៌អញ្ចេះមនុស្សខ្វាក់វាមិនឃើញអាននេះមកនិយាយផ្ដេសផ្ដាស់
mà chỉ vượt anh khơi ta là ngất ta ban đăng anh khơi ta mau chắc với một có họ anh tham miên có ho miên lương miên so cháp vay ngọt nó cùng chờ lom ta thưa sự đại không nó cô các bạn này chẳng thưa nó tổ thôi các đài mình thưa cục cồn nè các bạn nó các bạn sẽ bài chất chẳng hay bạch ôn tại nhóm giấy ta trâu so chứ mình sao mấy nhà nè nè ta mấy có khăn lốt luôn bị vô ta rương trâu đó thạp một bị vô lại đăng rương trâu nó nói bằng cái khăn nó mà dây ta tam ta kê đó miền nạc sâu thải mình một bị to năng ai thì mình được dân chạy thành chân ta to anh ấy khâu hỏi tắm bởi vì mình khâu ấy khâu chặt nè mình được khâu ấy khâu chặt nè hay dân đây mình đi chùm ra nó dân rồi thằng ấy vô chặt vô an rương sẽ cái mơm khơi rương mà liền toàn miền muôi vì cha mấy này cha sầm mẹ đã nồng đôi bà đất để tham dây bà man ngay nít tham toàn bằng áp bà đất nam muôi thế mà cần dây tham bà ơi bà đất nâng về tư chỉ xạ xích về tư chỉ miền phải giói đã prao trâu vậy chân ta việc con bộ cô nè prao việc con nâng cầm đất chặt nè prao hay nâng sạch than là ca ấy để cái prao nó chẳng á ưu tiên họ đôi vì thi xa chín trăm côn chẳng bạch mà uột thao ô kinh trăm côn bị đam chạy trăm chẳng men hay phân xạ mà vô trăm mà lời mất trâu á viêm trâu thế cái chốt chơi rừng nâng cả nông tại mà nãy chốt chơi ở lâu này tệ nên area class dương chốt chơi tàu area class tiếp dương ọt chốt chơi chẳng bót vì sao tận đại mình ai chơi thì chốt chơi tê dương vô tả rương muôi anh nhận nhông bây giờ nam mơ tờ roll bờ sốt xinh phiệp ở cha xinh và ông bảo tầm mà đòn hãy chụp vào rồi ấy buông pe nắng và ông trâu pra nồng ông trâu pra nồng ưu tiên họ đôi meta cầm lăng meta pe đây chia sẻ tổ ôi kê bằng ọ ra tầm ray nala kiri ôi tự định tròn vào ông chẳng nè mà miền bạn để sai đấy đường nắng bị bật chân men hay tam cầm pi để ca máu cầm lăng meta bảo phục bột nắng soi tự ấp cứ meta nắng meta presiden sấy nhang đầm đấy ở chỉ đạt là anh nắng ban đã bảo ông mua chân thôi dân tôi show ở tầm ray prik hay sai meta chân đai mất bài ai lớn lắm sạch dạ về cha đây vợ ông bậc ca chỉ mùi niềng chanh chá ấy chân đấy chứ mình bật nữa rồi sạch dạ về cha men tên đó vẫn là năng sạch dạ về cha vợ ông nè phở vì vừa sạch dạ về cha vì mình rơ chôn chia đấy ta bật đấy có vấn té vợ ông đăng cao đăng pê vì lia đăng bọc côn đăng cả lại từ xã năng thầu phở chân để niềng tha vợ ông bật để đa chỉ mùi vợ ông đó nè sạch chạ vi cha thà mấy thà mình đi ôn sấy rương nắng miên tại ta thà cuộn nâng ôn sấy thế để đăng cho bán nó lâu dân miên rương chẳng hành dây piện chẳng mấy chỉ bạp cái tua lấy tha về ọt tê chẳng nẹ prao bà rát nẹ prao muôn nẹ prao sấy kỷ miên hai bó kê kỷ miên rương bó kê ban vì prao tới bị chụp chỉ ưu tiên họ đa này dạ sâu đấy chẳng lúc ban phép ta sầm rạp nẹt từ nơi không prey pu mà nô cai cho viên một biên chứng cái chùm ra ơn tới đầm bay còn tại cà pia mà nô cai những viên màu biên anh chứng tới đầm bay và bứt sa mà nạ thoa mình sốt sông liệp sông dày thế mà anh đây nó bán vô chỉ cà bàn pu tê và đà lò nó kia sờ lánh cái cà pia nên ngày mấy ta nó vì miên ẩm nai chẳng vì miên nai chẳng tại ẩm nai bảo viên nó vì bớt sự tập hiệp tam rương tam cầm rết để chất bảo bọc cô nè pra cái này mà trong oi vô là chỉ ba trong nè thấy thế mà coi mới bắt khơi nè vô khơi nè thả viết bạc cai về xạ sứt với bạc cai về xạ sứt xu thả xạ sứt nó chừng pu ấy sầm mày na rương ấy này nhé rương khó khăn nè rương khó khăn nè con là thô mình đâu nè pra có việc khó khăn nè về oi đôi khăn nè mày nè vậy bắt ta phải trâu miên trận meta phân dương hỏi ngày nó dương miên meta men thế
thìយើងប្រើហ្នឹងឬក៏ចេះតែធ្វើទៅដល់ពេលស្មាខ្ទាស់បន្តិចទៅចេញមកអំណះអំណាងត្រូវមានចិត្តមេត្តាអូបែបទៅលឺហ្នឹងដឹងពីមុនដែរនិយាយរឿងហ្នឹងផងសូត្រប្រើមិនដឹងយល់អីប៉ុណ្ណឹងចឹងមិនស្មាឃើញថាមានតែមកបដៅមកការពារមកបខំឲ្យជឿថាវាប្រកែតែបញ្យល់មិនអត់តន់លឺធ្វើម៉េចឲ្យមនុស្សមានបញ្ញាបើយើងអត់បញ្យល់ផងឲ្យតែជឿឲ្យតែមានក្នុងកាពីយើងថាមែនប៉ុន្តែកាពីហ្នឹងមែនអញ្ចឹងហើយប៉ុន្តែសួរថាមែនហ្នឹងក្នុងរឿងអីចេះបញ្យល់ចេះមែនហ្នឹងក្នុងរឿងអីបទពិសោធន៍របស់មនុស្សម្នាក់មិនមែនចេះតែសម្រាប់មនុស្សទាំងអស់គ្នាទេពាក់ព័ន្ធនឹងរឿងរបស់មនុស្សធ្វើគឺជារឿងរបស់នៅក្នុងបើពុទ្ធត្រាស់ជាធោសុទ្ធអានឹងអូខេទូទៅឧទាហរណ៍ថាព្រះអង្គត្រាស់ពីអាយតនៈនិយាយពីធាតុនិយាយពីបច្ច័យនិយាយពីអានឹងអត់មានរើសកលៈទេសៈទេអត់បាច់មើលបុគ្គលអត់បាច់មើលអីពីណាពិចារណាពេលណាយល់ពេលហ្នឹងឃើញទេសច្ចធម៌អត់រើសទេតែបើប្រសូតត្រូវពាក់ព័ន្ធទីកន្លែងពេលវេលាបុគ្គលដែលព្រះអង្គយកទៅប្រើស្អីមួយហ្នឹងណាវាត្រូវមើលអញ្ចឹងយើងចាំត្រឹមថាំងសូទៅពឹសខ្ជាក់ចេញមកវិញប៉ុន្តែសួរយើងដឹងអា something behind អត់តើកម្រិតចិត្តបុគ្គលនឹងដល់កម្រិតណាដែលពឹសខំហើយវាចេញមកវិញកើតនោះទៅចិត្តនឹងវាវិជាឲ្យអាជីពចរដើរប្រច្រាស់មិននោះយើងមានដឹងអានឹងអត់ឬក៏យើងខឹងថាអីកាលហ្នឹងគេសូទៅសំបីតពុះខំពីខកមួយអង្គលោកកំពុងស្ដាប់ធម៌លោកតាំងចិត្តរបស់លោកនឹងខ្លាំងលោកតាំងចិត្តថាទៅខំទៅអញមិនក្រោកចេញពីអាសនៈសុខចិត្តស្លាប់ពឹសហ្នឹងមិនចូលក្នុងខ្លួនលោកឯងវិញយើងសួរថាតើអាប្រព័ន្ធរាងកាយរបស់លោកនឹងដើរមិនចិត្តរបស់លោកនឹងបញ្ជាឲ្យជីពចរនឹងដើរប្រច្រាស់មិនយើងដឹងអានឹងអត់ចឹងអត់ដឹងហើយយើងយករឿងហ្នឹងមួយយកមកប្រើយើងថាបានប្រកែចឹងបានឥឡូវស្ដាប់ធម៌នឹងពុះមកមួយរត់ខ្វែងជើងខ្វែងដៃឥឡូវវាមានសម្រាប់ទៅបុគ្គលនឹង1លាន2លានឬក៏100លានមិនតាន់មានមួយហ្នឹងយកមកអាងចឹងណាអញ្ចឹងហើយបានយើងមិនឲ្យមនុស្សកើតបញ្ញាទេយើងអត់ឲ្យមនុស្សហ៊ាននិយាយទេឲ្យតែមានថាកពីថាម៉េចគឺយើងជឿចឹងហ្មងប៉ុន្តែសួរថាកពីខុសហ៎អ្នកខ្លះថាស្មាននិយាយថាចុះកពីខុសថាកពីអត់ខុសទេយើងវាយល់ខុសកពីអត់ខុសទេហ្នឹងហើយកពីដោយច្រើនដែលបានសម្រងដាក់3ដកហើយដែលព្រះពុទ្ធឃោសាចារ្យលោកសម្រិទ្ធសម្រាំងហើយយើងគិតថាមិនងាយខុសចឹងតែហ្មងចាប៉ុន្តែវិធីសាស្ត្រនៃការប្រើតែយើងយល់ទេយើងយល់ថាបុគ្គលនោះមានលក្ខណៈម៉េចបានប្រើទៅវាមានប្រសិទ្ធភាពហ្នឹងដូចតែពាក្យសម្ដីចឹងដូចគេនិយាយថារះនិយាយពាក្យស្ដាច់ចឹងណាពាក្យហ្នឹងអញនិយាយត្រូវតានិយាយទៅគេវាយបែកមាត់ហើយចុះស្ដាច់និយាយចឹងអត់អីផងព្រោះស្ដាច់ហ្នឹងនិយាយទៅមានអំណាចវាពាក់ព័ន្ធនឹងអំណាចរបស់បុគ្គលអ្នកនិយាយហ្នឹងអ្នកតឆ្អឹងតអីហ្នឹងវាមិនមែនទៅលើពាក្យហ្នឹងទេវាពាក់ព័ន្ធនឹងរបៀនគេរៀនមកគេត្រូវតំណមអីគេត្រូវកាន់អីឃើញទេវាមាន something behind វាមិនមែនត្រឹមតែពាក្យប៉ុណ្្នឹងទេអញ្ចឹងវាមិនមែនមានពាក្យថាបល័យសាបល័យស័ក្តិសិទ្ធទេវាពាក់ព័ន្ធនឹងគុណធម៌នៅក្នុងអញ្ចឹងបើអ្នករៀនវាមានតំណមមានអីហ្នឹងយើងត្រូវរៀនអានោះហើយយើងយកតែពាក្យហ្នឹងយកចុះឡើងមកគឺអាត្មាឃើញអញ្ចឹងការពារដឹងការពាររឿងអីណាការពារមុខមាត់ក៏មិនដឹងការពារខ្លាចគេឃើញថាអញធ្វើទៅវាមិនត្រូវមិនដឹងភ័យមើលទៅរៀងស្លន់ស្លោភ័យព្រោះធ្លាប់តែបដៅគេយូរហើយមកបខំឲ្យជឿលើកពីនេះរឿងនេះថារឿងទៅអារឿង1លានឆ្នាំមិនតាន់មានមួយហ្នឹងយកមកដោះស្រាយបញ្ហាជាក់ស្ដែងអត់បានហ្នឹងណែមដារឿងអ្នកណាថាលឺអាត្មាក្រហមវិញហើយបាទសៀស្រីការក្រហមនឹងធ្វើឲ្យរំខានចិត្តអ្នកស្ដាប់ដែរហ្នឹង
វាចេះតែអបសុកពងកมันចេះតែវាចេញមកចឹងដែលណែមដារឿងនេះដាវរឿងនេះពីប្រទេសកាណាដាបាទខ្ញុំកណាសូមលោកម្ចាស់ជួយធ្វើយ៉ាងណាឲ្យវត្តនៅបរទេសបំពោះកូនខ្មែរហើយបង្រៀនសង្ឃនោះឲ្យคล้ายជាអ្នកផ្សាយសាសនាឲ្យដល់ពួកជំនាន់ក្រោយនៅតាមប្រទេសដែលប្រើភាសាអង់គ្លេសជាដើមការបួសនឹងវាតលតែមានបនិស្ស័យចង់ដែរណាជាងកាលបើមិនមានចំណងទេក៏មិនដឹងថាឲ្យបួសយ៉ាងម៉េចដូចក្មួយអាត្មាសួរតបួសអត់ចង់យើងមិនដឹងធ្វើម៉េចណាហើយសំណួរជាបន្តទៀតនេះគឺហ៊ុនសុកជាសួរថាខ្ញុំកណាមានគំនិតមួយមិនសំណួរទេមានគំនិតមួយចំនួនសូមលោកម្ចាស់ជួយបំភ្លឺគំនិតទី1រាល់ពេលលោកម្ចាស់ live អ្នកចូលស្ដាប់ច្រើនដូច្នេះលោកម្ចាស់មានឱកាសពន្យល់បរិស័ទឲ្យរក្សាសិល5រឿងហ្នឹងជាសំណូមពរល្អហើយប៉ុន្តែសិលហ្នឹងអាត្មាចង់ឲ្យយល់មុនកាន់ហ្នឹងអាត្មាចង់បណ្ដោះសម្មាទិដ្ឋិមុនព្រោះបើយើងរក្សាទាំងមិនយល់រក្សាតាមប្រពៃណីហ្នឹងអ្នកទាំងឡាយនឹងមានអារម្មណ៍ថាវាជាគំនាបសាសិលទៅវាអត់សុបាយចេះចុះចឹងយល់សិនព្រោះសិលក៏ជាកុសលមួយយ៉ាងដែលពាក់ព័ន្ធនឹងការមិនប្រព្រឹត្តកន្លងតាមកាយវាចាប៉ុន្តែតួសិលមិនមែនកាយវាចាទេគឺតួចេតនាដដែលវាកើតពីការយល់តែយ៉ាងណាក៏ជាគំនិតល្អអាត្មាទទួលប៉ុន្តែបញ្យល់បានប៉ុណ្ណាតាមឧបនិស្ស័យរបស់មនុស្សហើយគំនិតទី2ពន្យល់បរិស័ទឲ្យយល់ឲ្យតាមដាននយោបាយក្នុងនិងក្រៅប្រទេសហ្នឹងហើយអាហ្នឹងក៏ធ្លាប់និយាយដែរបាទពីព្រោះការតាមដាននយោបាយមិនមែនជារឿងអាក្រក់ទេតែការងប់គ្រប់គ្រងបកនយោបាយទៅជាបញ្ហាដែលធ្វើឲ្យមនុស្សស្អប់គ្នាព្រោះតែការងប់ចឹងនិយាយថាមិនមែនតែការគ្រប់គ្រងធម្មតាទេវាទៅជារឿងងប់យើងដឹងហើយពាក្យថាងប់ឬក៏ផ្កាប់មុខគឺធ្វើឲ្យយើងមានចំនួនហើយម្យ៉ាងទៀតការតាមដានដោយមិនមានការសិក្សាគឺជឿតែមេបៈរបស់ខ្លួនដែលនិយាយហើយខ្វះការសិក្សាពីស្មារតីនយោបាយអានឹងគឺជារឿងគ្រោះថ្នាក់ហើយទី3ពន្យល់បរិស័ទឲ្យយល់ពីមេរៀនព្រះពុទ្ធជាពិសេសសិក្សាមេរៀនព្រះអភិធម្មមេរៀនជីវិតមនុស្សយល់ច្រឡំច្រើនណាស់ថារៀនបានប្រយោជន៍អ្វីគេមិនត្រូវការទេគេនៅក្មេងគេមិនចង់ខ្វល់ច្រើនគេមិនចូលចិត្តទេគ្មានចិត្តចង់ទេជីវិតគេចង់សុបាយនឹងមានច្រើនទៀតហ្នឹងហើយអាហ្នឹងក៏និយាយរឿយហើយបើហើយក៏អាត្មាទទួលដែរមានគំនិតល្អដែលចង់ឲ្យបរិស័ទហ្នឹងយល់ពីមេរៀនពិតប្រាកដរបស់ព្រះបរមគ្រូហើយគំនិតទី4ពន្យល់បរិស័ទសរសេរពាក្យខ្មែរឲ្យបានត្រឹមត្រូវយើងខ្មែរសរសេរខ្មែរមិនត្រូវខ្មាស់គេណាស់ហ្នឹងទៅតែនិយាយសប្តាហ៍មុនហ្នឹងឯងនិយាយច្រើនហ្មងសប្តាហ៍មុនបាទហ្នឹងក៏អាត្មាទទួលដែរក៏ជាបំណងដែលអាត្មាមានដែរបាទគំនិតទី5ពន្យល់អត្ថការជឿនិងជំនឿឲ្យបានយល់ដល់អ្នកស្ដាប់ទាំងឡាយដើម្បីចម្រើនបញ្ញាប្រជាជនខ្មែរយើងណា
ការជឿឬក៏ជំនឿវាជាពាក្យនៅកណ្ដាលហើយម្យ៉ាងទៀតវាជាភាសាខ្មែរយើងអញ្ចឹងណាភាសាខ្មែរយើងវាប្រើនៅក្នុងបរិបទច្រើនបើការជឿជាក់ដែលនាំឲ្យរីកចម្រើនមានអីមិនល្អឧទាហរណ៍ដូចជាពាក្យថា believe មួយចឹង believe វាមាន believe ដែលធ្វើឲ្យមនុស្សទន់ខ្សោយហៅថា limiting belief ហើយមាន belief ខ្លះហៅថា empowering belief កាលណាយើងប្រែមកជាការជឿយើងច្រើនតែជឿរបស់ខាងក្រៅប៉ុន្តែពាក្យជឿជំនឿចិត្តអាចមាននៅក្នុងខ្លួនក៏មានដែរដែលធ្វើឲ្យខ្លួនយើងខ្លាំងហ្នឹងឧទាហរណ៍ជំនឿដែលធ្វើឲ្យអន់ថយវាជាប្រភេទនៃ trauma ប្រភេទនៃជំងឺមួយគេហៅថាខ្ញុំរៀនមិនចេះណាវាបៀលជំនឿមួយនៅក្នុងចិត្តរបស់យើងអញ្ចឹងជាជំនឿមួយដែរអានឹងវា limit យើងម្នាក់ហ្នឹងគឺមិនអោយរីកចម្រើនបានទេនៅពេលណាដែលយើងកំណត់ថាយើងអត់កើតទៅហើយអានឹងអង់គ្លេសគេថា limiting belief ជំនឿកើតរោគឬក៏ជំនឿដែលធ្វើឲ្យទន់ខ្សោយដូចថា I cannot speak English my English is not good I'm sorry please forgive me if I have something wrong with my English ឃើញទេអាចេញមកគឺយើង build ជំនឿមួយបន្ទន់ខ្លួនឯង but it's not true វាអត់ពិតទេពិតអត់ពិតទេខួរក្បាលរបស់យើងបញ្ញារបស់យើងហ្នឹងគឺ design មកមិនមែនត្រូវកំណត់ដោយជំនឿបែបហ្នឹងទេអញ្ចឹងបានគេឲ្យមាន empowering belief គឺជាជំនឿជឿជាក់ថារឿងហ្នឹងយើងធ្វើបានអាហ្នឹងក៏ជាជំនឿដែរល្អតាហ្នឹងជឿជាក់ថាតើកាលណារៀនចេះជាជឿជំនឿដែរតែអង់គ្លេសហៅថា empowering belief ដូចជាជំនឿចិត្តអីចឹងណាប៉ុន្តែគ្រាន់ថាអាចអ្នកលើកឡើងពាក់ព័ន្ធនឹងការជឿផ្ដេសផ្ដាសពាក់ព័ន្ធអបិយជំនឿពាក់ព័ន្ធនឹងជឿចង្រៃមិនចង្រៃអីហ្នឹងអាហ្នឹងសិតតែជារឿងមិនល្អជារឿងបំផ្លាញទិដ្ឋិខាងក្នុងតែជំនឿដែលអាត្មានិយាយមិញនេះគឺជាជំនឿល្អ empowering belief ហ្នឹងគឺជំនឿចិត្តមនុស្សដែលមានជំនឿចិត្តធ្វើអីតែងតែខ្លាំងចឹងបានពាក្យខ្មែរយើងដាក់ពាក្យមួយមកឲ្យថាខុសហ្មងវាពិបាកវាស្រេចទៅលើបរិបទដែលយើងនិយាយចឹងណាហ្នឹងហើយតទៅទៀតទី6លោកម្ចាស់គ្រូសូមពន្យល់អំពីការអប់រំផ្ដើមចេញពីបុគ្គលគ្រប់រូបឥឡូវអាត្មាគ្រាន់តែអានទុកសិនទេព្រោះសំណួរនេះត្រូវពន្យល់មួយច្រើនណាស់ជាការពិតណាស់ព្រះបរមគ្រូព្រះអង្គមិនបន្ទោសសត្វលោកទេគឺផ្ដើមចេញពីព្រះអង្គមុនគេដូច្នេះហើយបានជាព្រះអង្គប្រព្រឹត្តឲ្យខ្លួនព្រះអង្គទៅជាបុគ្គលខ្លាំងហៅថាពុទ្ធតចរិយាហើយមុននឹងផ្សព្វផ្សាយនៅមេគាពធហ្នឹងទៅដល់មនុស្សដ៏ច្រើនទៀតគឺក្រៅពីព្រះអង្គខ្លាំងហើយព្រះអង្គដល់នៅគោលដៅដោយព្រះអង្គឯងហើយព្រះអង្គចែករំលែកចំណេះដឹងដល់អ្នកដែលជិតព្រះអង្គបំផុតមានបញ្ញវគិជាដើមហើយនឹងសម្លាញ់របស់យុះជាដើមហើយបានមានកម្លាំងហើយបានព្រះអង្គបញ្ចេញទៅគឺជាការពង្រីកខ្លួនចេញពីខ្លួនយើងទៅជាការពិតណាស់ឧទាហរណ៍ក្នុងសង្គមយើងស្អប់អំពើហិង្សាអីចឹងវាទល់តែយើងកុំធ្វើអំពើហិង្សាមិនសរសើរអំពើហិង្សាចេញពីយើងនឹងទៅយើងស្អប់ពាក្យជេរប្រមាថកាត់ទៀនទល់តែយើងនឹងឯងអ្នក
mìnhនិយាយការជេរប្រមាថការទៀននឹងហើយយើងមិនសរសើរការជេរប្រមាថហើយយើងមិនគ្រប់គ្រងការជេរប្រមាថចេញពីយើងម្នាក់ហ្នឹងដល់ពេលមនុស្សមិនគ្រប់គ្រងការជេរប្រមាថច្រើនទៅអ្នកជេរនឹងខ្មាស់អៀនដែរប៉ុន្តែបើសម្បូរអ្នកគ្រប់គ្រងរឿងហ្នឹងហើយយើងក៏ចេះតែគ្រប់គ្រងជេរល្អអីចេះផងអាហ្នឹងគ្រប់គ្រងទៅជាពេញសង្គមអំពើហិង្សាវ័យឧទាហរណ៍ថារឿងរ៉ាវរឿងប្តីរឿងប្រពន្ធកើតឡើងទៅវាយតបគ្នាទៅប្រពន្ធចង់ប្រពន្ធដើមវាយគ្នាទៅយើងមិនដឹងរឿងច្បាស់ទេប៉ុន្តែមើលអ្នកខមមិនណាដាក់ទៅវាយកប្តីគេវាយទៅវាអញ្ចេះវាអញ្ចោះអាហ្នឹងយើងចេះតែសាព្រមអំពើហិង្សាហ្នឹងវាចេញពីយើងណាហើយមែនតែនទៅអារឿងដាច់សិលអារឿងខូចកាចអីហ្នឹងមនុស្សជាបឋិជនហ្នឹងច្រើនណាស់គ្រាន់តែគេចាប់មិនបានតែប៉ុណ្ណឹងប៉ុន្តែវាមិនតន់ដល់វេនខ្លួនចេះតែបន្ទោឲ្យគេវាយទៅប៉ុន្តែរឿងខ្លួនឯងធ្វើខុសមកណោះឃើញទេចេះតែលាក់បាំងឲ្យខ្លួនឯងទៅប៉ុន្តែកំហុសរបស់បឋិជននេះវាគ្រាន់តែខុសរៀងខ្លួនតែប៉ុណ្ណោះទេអញ្ចឹងមិនយើងត្រូវបន្សាបនៅអំពើហិង្សាហ្នឹងមានរឿងអីយើងដោះស្រាយដោយសន្តិវិធីហើយកំណត់ទី7សូមឲ្យអាត្មាជួយពន្យល់ពីក្តីស្រឡាញ់ហ្នឹងហើយអញ្ចឹងអាត្មាខាន់អានទុកសិនចុះព្រោះច្រើនមាន10ចំណុចឯនោះហើយទី8សូមឲ្យអាត្មានឹងពន្យល់អត្ថបុណ្យកុសលផ្លូវចិត្តហ្នឹងហើយទី9សូមឲ្យអាត្មាជួយពន្យល់អត្ថការសម្អាតចិត្តហើយកំណត់ទី10សូមឲ្យអាត្មាជួយពន្យល់អត្ថមេត្តាគុណខ្ញុំកណានាងខ្ញុំសូមចូលរួមជាកំណត់និងសំណូមពរចូលរួមសួរដើម្បីការរីកចម្រើនរួមដើម្បីប្រជាជាតិឲ្យយល់ខ្ញុំកណាពិតជាជឿជាក់លោកម្ចាស់គ្រូពន្យល់អ្នកស្ដាប់ឆាប់យល់លោកម្ចាស់គ្រូពន្យល់ចំសូមអរគុណព្រះសាធុហ្នឹងហើយឥឡូវនឹងអាត្មាអានទុកសិនហើយហ្នឹងហើយវាច្រើនចំណុចអញ្ចឹងថ្ងៃណាដាក់ប្រធានបទលើកឬមួយយកមកនិយាយអញ្ចឹងអាមរាដួមកចេះនេះទៅលើទៀតរត់ទៅលើទៀតចាប់អត់តទេទៅបាត់ទៀតឈ្មោះសុច័ន្ទអេនដ្រេខ្ញុំណាតែងបានស្ដាប់និងបានរៀនព្រះអភិធម្មអំពីលោកម្ចាស់ក៏បានយល់ច្រើននិងជ្រះថ្លាក្តីលែងហើយក៏មានបំណងជួយពន្យល់ទៅមិត្តជិតស្និទ្ធមានខ្មែរផងបារាំងផងតែជាអកុសលដោយមិត្តខ្មែរគាត់មិនព្រមបើកចិត្តទទួលតែចំពោះមិត្តបារាំងវិញពួកគាត់យល់ជ្រះថ្លាហើយសូមឲ្យខ្ញុំកណាពន្យល់ឲ្យបានច្រើនព្រោះពួកគាត់ជ្រះថ្លាណាស់ព្រមទាំងគ្រួសារនិងឪពុកម្ដាយប្អូនក៏គាត់ស្ដាប់ហើយរៀនបរមត្តតាមเพจអំពីលោកម្ចាស់គ្រូខ្ញុំកណាសូមអរព្រគុណដែលបានជួយបង្ហាញផែនទីជីវិតនេះបងសាធុអានឹងចឹងហើយពីព្រោះអីពីព្រោះវាមានហេតុរបស់វាដែរដោយសារខ្មែរយើងគាត់ទទួលនៅវប្បធម៌មួយពីពុទ្ធសាសនានឹងវាអត់ត្រូវគាត់ទទួលតែវប្បធម៌មួយទទួលតែការឮតគ្នាពីសង្គមហ្នឹងថាធម៌ហ្នឹងសម្រាប់មនុស្សចាស់សម្រាប់គិតជាតិមុខជាតិក្រោយសម្រាប់អ្នកអស់ការងារសម្រាប់បន់ត្រស្រន់សម្រាប់បួងសួងគាត់ទទួលបានអញ្ចឹងនៅពេលដែលយើងនិយាយពាក្យធម៌នឹងចូលទៅទៀត full ហើយនៅក្នុងអា memory របស់គាត់ហ្នឹងនៅក្នុងចិត្តរបស់គាត់ហ្នឹងគាត់បានពេញអស់ទៅហើយវាអត់មានកន្លែងដាក់គឺគាត់បាន
អានឹងពេញបាត់ដែរលឺធោធោអាហើយលឺចរិតឃើញចរិតអ្នកបួសខ្លះអាចារ្យខ្លះអីខ្លះគាត់ឃើញទៅវាធុញណាយកទៅជាមុខរបរចេះចោះអញ៉ៃឆ្លោះគ្នាពេញណាពេញណីគាត់ចូលតាហ្នឹងក្បាលគាត់នឹងចូលតាហ្នឹងពេញអស់ហើយរឿងឆ្លោះគ្នារឿងលោកចេះលោកចោះរឿងលោស៊ីក្នុងសាសនារឿងបន់ស្រន់បួងសួងវកវាចូលពេញអស់ទៅដល់ខាងបារាំងខាងជនជាតិវាជារឿងថ្មីសម្រាប់គាត់ជារឿងថ្មីសម្រាប់គាត់ហើយយើងយករបស់ពិតទៅប្រាប់គាត់បណ្ដោយអញ្ចឹងគាត់ទទួលភ្លឹបបានយករបស់ពិតតែហ្មងហើយគាត់អត់មានប្រៀបធៀបតែពីមុនគេធ្វើអញ្ចេះមិនឥឡូវអញ្ចេះគាត់អត់មានបានប្រៀបធៀបអញ្ចឹងទេគាត់ទទួលយករបស់ថ្មីតែហ្មងដល់យករបស់ថ្មីហ្មងវាដូចកណាត់ថ្មីអញ្ចឹងណាវាអត់តាន់បាក់ភ្នត់ទៅលើរឿងអីមួយអញ្ចឹងអ៊ុតឆ្វាច់ស្អាតតែហ្មងហើយដល់ខ្មែរយើងដែលគាត់ទទួលឥទ្ធិពលពីយាយតាមកតគ្នាដូចដឹងហើយដូចចាស់និយាយថាសម្បត្តិបាក់ភ្នត់ហើយគាត់ទទួលបានត្រឹមប៉ុណ្្នឹងដូចថានៅចាំច្បាស់មានពេទ្យម្នាក់នៅកោះធំខ្ពបកោះធំខេត្តកណ្ដាលទុំឆ្នាំ98អីហ្នឹង98 99ហ្នឹងកាលនឹងអាត្មាស្គាល់អ៊ំម្នាក់ឈ្មោះហងចម្រើនពរផងបើលឺអាត្មាអីស្គាល់គាត់តាំងពីឆ្នាំនោះទៅផ្ទះគាត់ហ្នឹងពេលល្ងាចគាត់ជាអ្នកចូលចិត្តស្ដាប់ធម៌អីដែរហើយមានពេទ្យម្នាក់ហ្នឹងមកនិយាយគាត់ថាអើយពិបាកស្អីពុទ្ធសាសនាសិល5សិល8កម្មបត្តិ10ចប់ឃើញទេអញ្ចឹងគាត់ទទួលបានត្រឹមប៉ុណ្ណឹងគាត់ទទួលបានត្រឹមឈ្មោះហ្នឹងណាប៉ុន្តែឲ្យយល់ថា what is សិល5តើសិល5ស្អីគេមានហេតុដូចម្ដេចបច្ច័យដូចម្ដេចកើតឡើងបើក៏រាប់បានបាណាអត្តនីដឹងអាហ្នឹងឈ្មោះដែរបើតួចេតនាសិលបែបម៉េចនោះមានហេតុដូចម្ដេចបច្ច័យដូចម្ដេចទៅសិលកើតឡើងដឹងអត់ដឹងទេបានតែឈ្មោះហ្នឹងបានតែ form បានតែទម្រង់ហ្នឹងឃើញទេអញ្ចឹងគាត់ពេញអស់ហើយឥឡូវទៅសួរចាស់ណាក៏គាត់ដឹងដែរសិល5ហ្នឹងប៉ុន្តែដើម្បីយកសិលហ្នឹងយកទៅផ្លាយយកទៅប្រើឲ្យវាបានជាប្រយោជន៍នៅក្នុងសង្គមអត់បានទេប្រើអត់បានទេខ្ញុំបានតែពាក្យផ្លាប៉ុន្តែប្រើអត់បានទេហ្នឹងហើយសិល5សឹងពីណាដឹងដែរសង្គមយើងដឹងប៉ុន្តែប្រើការទេប្រើក្នុងសង្គមការទេឬក៏ប្រើតាមពេលសូបាណាទេបាតាអតនីទានីវេរមណីសិក្ខាបទាំងសមាធិយមសូត្រចឹងបានទាំងអស់ប៉ុន្តែពេលមានរឿងពិតប្រកបមានយកសិលប្រើអត់ឥឡូវឧទាហរណ៍មានភ្លើងឆេះផ្ទះចូលជួយបលត់ឬក៏ចូលជួយលួចមើលទៅដឹងមានសិលមានសិលដឹងមានសិលមិនមានសិលហ្នឹងគឺត្រូវមើលចេតនារបស់មនុស្សខាងក្នុងមិនមែនត្រូវស្លៀកពាក់ចាស់ត្រូវសូត្រចេះមិនមែនទេសិលហ្នឹងគឺជាច្បាប់ដ៏ល្អដែលមនុស្សសកលលោកគេត្រូវការណាស់ប៉ុន្តែគេមិនចេះហៅអានោះគឺខំបង្កើតច្បាប់នៅអាមេរិកកាំងនៅអូស្ត្រាលីនេះដើម្បីរួមមនុស្សស្មោះត្រង់ហ្នឹងស្អីគេថាឲ្យមនុស្សមានសិលហ្នឹងហើយប៉ុន្តែគេមិនចេះហៅសិលគេប្រើច្បាប់ទៅសិលហ្នឹងហើយយើងឥឡូវសិលទុកដល់វត្តវាមិននៅហ្នឹងទៀតណាទុកក្នុងកម្មវិធីធ្វើអីបើមិនបានសុំសិលមកចិត្តទេឃើញទេសុំធ្វើអីមិនបានសុំសិលមកចិត្តទេប៉ុន្តែសុំវាមិននៅទេសុំវាអត់នៅទៅបាត់ទៅតាមតមាត់ហ្នឹងវាអត់ចូលដល់ចិត្តសិលចេតនាមិនមែនមាត់ទេហ្នឹងហើយទីហោមើលតែកាលណាទេគ្នាបើកឡានមកវាកពុបស្អីកពុបវិយាកពុបអីវាជ្រុះពីឡានពេញតែថ្នល់មើលមនុស្សមានសិលអត់រត់ទៅយកមកកេះអាខ្លះរត់ប្រមូលបតេបតៃគ្នាយកមកយកបោះគេមានឲ្យណាគេអត់ឲ្យទេ
តិចតែមិនមែនលួចក្នុងវត្តហ្នឹងខ្ញុំលួចតាមផ្លូវទេសិលអត់មានវត្តមានផ្លូវមានណាទេគ្មានយប់គ្មានថ្ងៃអីទេតែយករបស់គេគឺដាច់សិលហ្នឹងហើយអញ្ចឹងទៅយល់អត់យល់ទេបានថាទេអញ្ចឹងបានតែសបកហ្នឹងឯងមិនថាយកគេឃើញមិនដាច់សិលយកគេមិនឃើញមិនដាច់សិលថាអត់ទេចឹងมันមានរឿងព្រះបរមពោធិសត្វណាទៅរៀននៅនគរតកសិលាដល់ពេលគ្រូនឹងមានកូនកំមុំស្រស់ច្រឡឹងមួយហើយកូនសិស្សសិតតែប្រុសហើយដល់ពេលរៀបការគាត់ចង់រើសកូនប្រសាដែលស្មោះត្រង់ត្រឹមត្រូវឆ្លាតទៀតមិនមែនត្រឹមតែស្មោះត្រង់ទេចង់បានឆ្លាតទៀតអញ្ចឹងគាត់ដាក់វិញ្ញាសាថាមាននរណាចង់ធ្វើកូនប្រសាយើងទេហើយកូនស្រីគ្រូនោះស្អាតលើកដៃគ្រប់គ្នាខ្ញុំចង់បានបើណែឯងចង់បានគ្រប់តែគ្នាអញ្ចឹងហែកចែកគ្នាមិនកើតអញ្ចឹងយើងត្រូវប្រឡងសមត្ថភាពនរណាមានសមត្ថភាពនឹងទៅអាចធ្វើកូនប្រសាយើងបានហ្នឹងហើយអញ្ចឹងលបងបញ្ញាទៅលួចបណ្ណាការត្រូវយកបណ្ណាការមកដណ្ដឹងកូនប៉ុន្តែបណ្ណាការដែលត្រូវយកមកដណ្ដឹងហ្នឹងមិនឲ្យយកលុយទៅទិញមិនឲ្យទៅសុំគេមិនឲ្យយករបស់ផ្ទាល់ខ្លួនមិនឲ្យយករបស់ឪពុកម្ដាយអីទាំងអស់គឺត្រូវទៅលួចគេមកទាំងអស់គ្នាត្រូវទៅលួចគេមកណាគឺត្រូវឲ្យដាច់អាសិលទី2ហ្នឹងហ្មងណាអតនីទានហ្នឹងប៉ុន្តែមានតំណមមួយក្នុងការលួចហ្នឹងគឺលួចកុំឲ្យមានអ្នកដឹងគឺឲ្យស្ងាត់បំផុតណាកុំឲ្យមានអ្នកដឹងតែដឹងមានន័យថាយកជាការអត់បានទេដល់ចឹងសិស្សអស់ផងទាំងពួងហ្នឹងគេទៅលួចជំនាញរៀនវិជាគុណហក់ផ្លោះអីចេះចុះដល់ស្អែកឡើងតើយប់ហ្នឹងមានបរិសម្នាក់ហ្នឹងគឺព្រះបរមពុទ្ធសាសនាអតីតជាតិរបស់ពុទ្ធយើងហ្នឹងងូតទឹកស្អាតក៏ឡើងសម្រានទៅអត់ទៅលួចទៅអីគេទេដល់ពេលព្រឹកឡើងស្អែកឡើងហ្នឹងដល់ពេលយកចំនួនហ្នឹងមកខ្លះបានលុយបានមាសបានប្រាក់បានសម្លៀកបំពាក់បានប្រដាប់ប្រើប្រាស់ចុះយកមកចុះបញ្ជីបានអីខ្លះហើយសួរថាមានអ្នកណាដឹងទេគ្រូស្ងាត់ឈឹងអត់មានអ្នកដឹងទេសិតតែអញ្ចឹងអត់មានអ្នកដឹងទេតលោបស្ងាត់ដល់ព្រះបរមពុទ្ធសាសនាលោកនៅក្រោយគេនឹងក្រោយគេគ្រូសួរថាមានអីអត់ថាអត់មិនក៏អត់ទៅលួចទេតែអត់អញ្ចឹងឯងអត់ចង់បានកូនស្រីយើងថាព្រោះតែចង់បានហ្នឹងបានតែមិនទៅចុះបើមានអីមកតដឹងផងមិនបានទេចង់ទៅរកដែរតែតោះទៅលោកគ្រូថាឲ្យទៅរករបស់ណាទៅលួចរបស់ណាដែលគ្មានណាដឹងក្នុងโลกនេះមានអីសម្ងាត់គ្មានអ្នកដទៃដឹងក៏ខ្ញុំដឹងដែរខ្ញុំនោះក៏ម្នាក់នៅក្នុងការដឹងដែរលួចដែលដឹងគឺខ្ញុំអ្នកដឹងវាមានស្ងាត់ស្អីវាខ្ញុំដឹងបាត់ហើយចឹងបានគ្រូនឹងថាណែបានកូនក៏ភាសាអញហ្នឹងនេះបានកូនភាសាអញចឹងអ្នកលួចប្រមាណហ្នឹងអត់បានលីងឃើញទេសិលហ្នឹងមិនមែននៅនេះនៅនោះអត់ទេនៅក្នុងខ្លួនយើងតានៅក្នុងចេតនារបស់យើងហ្នឹងអ្នកដឹងមិនដឹងអីរឿងរបស់ចេតនាក្នុងចិត្តម្នាក់ហើយបើមនុស្សសំបីតែគេដឹងក៏ដោយមិនដឹងក៏ដោយមិនលួចមនុស្សល្អប៉ុណ្ណាឥឡូវមនុស្សពាក់សិល
tao mình nâng là o bần nè cũng tha lấy tôi lùi à kê mình đắng phụ tôi lùi chứ tôi là kê mình đắng mà nào lùi chứ à ní tôi bay kê mình đăng kê mình khoa lôi nâu cả đa viên có vô nè tao mình nâng bạp nâng là o bần nè chạy sờ bánh sọc dương miên chăm bạch phay nam mà lắm dân sờ rọc một với những dân sờ bộ sál rồi có sờ bộ thà mình vô sờ như ấy mà nè nè hay là bò được té sờ lọp một với ta bò được té kia đại lư té sờ nâng kia đại lư té thua nâng vẫn đập bây dân vô tụi đã trớ bán cho cái chuyện là nè nông kị vô trâu mình vô sờ bò nè bò tê khla nâu và răng ngọt mà khơi sờ bò đấy vừa tấu bẹm bò bẹ ấy pin nó nóng vừa ấy tôi vô sờ bò vì khai tàu đái nó lột bẹm bò ơi kia là quên quan ở liền đái nó chân ca mình trôi chất này dây xì cái đây bật nó hay còn trôi chất tả rương rồi tất cả rương sấy bị trôi có bao con tăng con nó không mấy mày trôi là nâng môn tẹt bỏ con nó thọt cho bạn nâng môn tăng bị tẹt con nó thầm mấy là tẹt bỏ con nó đàn để chật bỏ con nó còn thọt cho ta rương sai cái tham bỏ có hòm so rồi tức môn ở cung ấy có thọt ở nó chọp oi ở đâu mà nó lỡ tẹt có rịch oi thọt mấy ở chọp ấy vì nấu chọp à môn chân vô tụi lục nghe chia đi chân cu ăn được cua quạt cùng khăn quạt ấy nên cu oi ăn nát quạt hay dân cu ăn cha nè thà phê xa ấy kinh nghe vậy đọc kia bạn nó phê xa sama tự thể này của bạn vậy kia nó âu mai thằng côn của đó của bạn vậy kia này phê xa bo được tê kỳ miên sờ la riêng tôi riêng sắp chứ bên nào phê xa đuông chặt môi đây phải vô mà nữa ở vô ca bên đấy mình nghe thế hay mình nghe nâng cùng kết tha trầm tập ôn nè xua nâng sùng bay bột bột nghe sầm mẹp tận nè miên ở bạn này sai tận đài nè na mình trôi chặt bỏng sọp bỏng dẹt bàn đôi sọp bột bột bay đa khmei bỏng trâu chia chịp bục mía tiệt hay nâng trâu chia bay đa khmei cái nhé ông bà prạch nhà nhiên đã bài bè sama sam bột phong có pro bay đa khmei nó ngọt bàn đài phụ ấy vì pro đôi mà vậy chẳng tham mình ai phơi đam bẩn đồ bịch môi ở miêu chết ai màn tề nè pro bàn bớt chi về chết to pui màu nước về là vinh chẳng ta hỏi chẳng pui xăm mịch hà tự thể nó về ban đo dạng cra vì lên tại thom mà chết nó về ở ve thạc luôn về là vinh hay bị chọn đô luôn về ấy anh đang chẳng ban là đâm bấy cai prai từ rô hiệp phư thlanในជីវិតមនុស្សយើងក្រៅពីបុគ្គលពីរពួកគឺតួអង្គមនុស្សជាអ្នកប្រាជ្ញណាជាដូចជាពងរបស់ព្រះសម្មាសម្ពុទ្ធហើយពងរបស់ព្រះបច្ចេកពុទ្ធក្រៅពីពីរពងហ្នឹងត្រូវប្រកបដោយអង្គពីរមួយអង្គប្រកបខាងក្រៅហៅថាបរតោខោសៈសរសេរបរោតស្រោខោស្រោសបរតោខោសៈអាស្រ័យការឃោសនាខាងក្រៅខោសៈហ្នឹងគឺឃោសនាសំឡេងពាក្យបញ្យលពាក្យណែនាំពាក្យបង្រៀនការបង្ហាញគន្លឹះអីពីខាងក្រៅពីខ្លួនយើងអ្នកណាក៏ដោយឲ្យតែក្រៅពីយើងជាគ្រូយើងជាបងជាប្អូនឬនរណាម្នាក់ក៏ដោយដែលចេះនិយាយចេះបញ្យល់យើងពីរឿងត្រឹមត្រូវនោះមានអញ្ចឹងនឹងចាំបាច់មាននឹងមួយហើយនឹងខ្លួនឯងហៅថាយោនិសោមនសិការៈជាមនុស្សចេះគិតដោយឧបាយនៃប្រាជ្ញាណាមានគំនិតចង់ចេះចង់យល់ចង់ស្គាល់ចង់ដឹងណាការពិតណាមិនពិតណាមានប្រយោជន៍ណាអត់ប្រយោជន៍គាត់ថាខ្លួនឯងវាគិតវាអត់ឃើញហ្នឹងហើយអញ្ចឹងស្រាវជ្រាវរៀនខ្លួនឯងខ្លះស្ដាប់គេខ្លះ
ដូចអ្នកដែលជួបព្រះសម្មាសម្ពុទ្ធនោះភាកច្រើនសិនមនុស្សចង់យល់ចឹងភាកច្រើនភាកខ្លះក៏កំពុងវែងដែរប៉ុន្តែគាត់មានធាតុអាចង់យល់ពីក្នុងមកដែរដូចសរីបុត្រចឹងឃើញទេកំពុងតែចង់ដឹងចេញពីគ្រូមួយទៅគ្រូមួយអត់ងាប់កាឡាទេហើយមនុស្សងាប់កាឡាថាគ្រូណាទៅគ្រូនឹងហើយឬក៏អាស្អីដែលធ្លាប់ធ្វើហើយនៅតែអញ្ចឹងហ្នឹងមនុស្សអត់រីកចម្រើនទេអត់រីកចម្រើនទេហើយធាតុនៃបុគ្គលអ្នកមានប្រាជ្ញាពីខាងក្នុងមកអត់សុខស្ងប់ត្រឹមល្ងិតឈឹងអត់ទេដោយសេរីបុត្រចឹងទៅរៀនជាមួយអាចារ្យសេចក្ដីទេដូចមិនមែនទៅទៀតរត់ទៀតឃើញទេហ្នឹងហើយយើងទាំងអស់គ្នាអាត្មាមិនតន់ឲ្យជាអ្នកចេះស្អីច្រើនណាឲ្យคล้ายរបៀបដូចព្រះសិរីបុត្រចឹងឲ្យคล้ายអញ្ចឹងសិនថាស្អីដែលគេប្រាប់មកស្អីដែលយើងធ្វើនោះផ្ទៀងផ្ទាត់មើលវាត្រូវនៅវាធ្វើឲ្យជីវិតប្រសើរមែនហើយនៅធ្វើឲ្យការគិតរបស់យើងនឹងវាត្រឹមត្រូវឬនៅការធ្វើរបស់យើងនឹងវាចម្រើនទេផ្ទៀងផ្ទាត់មើលទៅបើវានៅដដែលចឹងមានន័យថាវាអត់ចម្រើនទេជីវិតនេះត្រូវអាប់ដេតវាត្រូវចម្រើនវាការយល់ដឹងត្រូវចម្រើនវាដោយ Einstein គាត់និយាយចឹងថាវាជាការឈួតលីលារបស់មនុស្សដែលធ្វើទៅលើសកម្មភាពដដែលតែសង្ឃឹមលទ្ធផលផ្សេងឃើញទេធ្វើអដែលបើថាជំនឿជឿអីនៅតែជឿនឹងអដែលគោរពអីនៅគោរពនឹងដដែលបូជាអីបូជានឹងដដែលអត់ចេះផ្ទៀងផ្ទាត់ផងហើយនៅដដែល20ឆ្នាំមុនក៏អញ្ចឹងឥឡូវក៏អញ្ចឹងលទ្ធផលវាមិនមាននៅតែអញ្ចឹងទៅណារួចហើយយើងមើលយើងជាពុទ្ធបរិស័ទជា Buddhist to Buddhist who is Buddhist ហៅថាពុទ្ធសាសនិក to Buddhist not anyone the real Buddhist is wisdom is បញ្ញាគឺតួបញ្ញាខ្ញុំជាពុទ្ធសាសនិកស្មើនឹងប្រាប់គេថាខ្ញុំដើរតាមបញ្ញាខ្ញុំជាពុទ្ធបរិស័ទខ្ញុំគឺជាអ្នកនៅចិត្តអ្នកប្រាជ្ញគឺព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងអត់យកពាក្យព្រះអង្គមករៀនផងហ្នឹងទៅជឿតែខ្មោចជឿអ្នកតាហើយយើងយកឈ្មោះយកនាមមកអន់គេឈ្មោះបៈបោះពុទ្ធហ្នឹងអន់ខ្លាំងប៉ុន្តែមិនវិញអញ្ចឹងទៅហើយពូឃើញតគ្នានិយាមតគ្នាអញ្ចឹងអាតគ្នានឹងវាខ្លាំងជាងការឃើញសេចក្តីពិតអីទៅធ្វើនោះសំបីតែវិន័យអញ្ចឹងដែរវិន័យយើងមើលវិន័យត្រឹមត្រូវរឿងប្រកេនរឿងអីក៏អញ្ចឹងដែរអាវិន័យដែលពុទ្ធនិយាយមែនទេមិនណារៀនទេប៉ុន្តែអាតគ្នានោះប្រកេនឲ្យកំប៉ះប្រកេនត្រូវលើកឲ្យឆ្មារត់រួចមិនដឹងក៏ពីណានិយាយវាអត់មានសោះណានិយាយពីចេះតគ្នានឹងចេះអញ្ចឹងជាការសម្ដែងថានេះយើងរហងៃនឹងជឿតាហ្នឹងណាដែលជឿទៅលើបញ្ញាវិនិច្ឆ័យអាស្រ័យការសិក្សាហើយនឹងការអនុវត្តនោះទេជឿតែនេះឮគេថាមិនចឹង so we are trained to be like that we are told to be like that យើងត្រូវគេបង្វឹកឲ្យអញ្ចឹងនឹងអញ្ចឹងបានដូចបងអូនលើកពីឪពុកម្ដាយថាគាត់ត្រូវបានសង្គមនឹង train គាត់អញ្ចឹងបង្វឹកគាត់ឲ្យជឿអញ្ចឹងគាត់មិនមែនចេះពីពោះម៉ែមកនោះទេគាត់ថាគាត់ចេះអញ្ចឹងសួរថាគាត់ចេះអញ្ចឹងពីពោះម៉ែមកអីគាត់មិនមែនចេះពីពោះម៉ែមកទេងាមកគ្មានចេះទៅរលោកស្រោចទឹកហ្មងគ្មានទេឥឡូវកូនងានឹងកើតស្រុកនេះមើលមានអូស្ត្រាលីណាទៅរលោកស្រោចទឹកពួកគាត់គេអត់បានប្រាប់គាត់អញ្ចឹងធំឡើងគាត់ទៅសាលាហើយគេប្រាប់ឲ្យគាត់ទៅឆើចគាត់ទៅជឿរឿងហ្នឹងទៅឃើញទេមនុស្សមកគេ train ទៅនេះ train ទៅនោះស្រេចតែគេប្រាប់មិនមែនអាត្មាថាអូស្ត្រាលីនឹងឆ្លាតជាងខ្មែរអីទេមិនមែនទេវានៅតែរឿងជឿរបស់ខាងក្រៅអញ្ចឹងបើកាលណាគេជឿគេរបៀបជាអង្គការជារបៀបការងារយើងជឿតាមក្បាលវ៉ាល់ជឿអីជឿទៅចង់ខ្មោចអរិយអីចេះតែធ្វើវាគ្មានរបៀបវាអត់របៀបគេជឿព្រះតែមួយអញ្ចឹងទៅដោយគេ train ឲ្យទៅអញ្ចឹងតែមួយដើម្បីប្រយោជន៍សង្គមគេ
chui kia ấy che cho nâng bỏ kê thì dớn về tam ta cả bà vào mà nè chữ ấy thôi nâng bọc ấy cả bàn chẳng về srul chẳng nâng này lúc tôi xua mà thật ta ấy để con cho nâng chia bà nhà bỏ con rư có pro kể prap ta nâng hơi để bia sama samput bọn tay có bầm pang nâng có bầm pang thưa tam kê nâng nâng khoa thế lục mật phê ấy lục chè bà đam mò mấy cổ man dây chê ta bạc bò là chăng bạc bò ấy kê hay bà nà kê thì mốt mà mình lược mùa tệ ọt dây đọc sức ai cứ chuôn bọc bọc cô tệ mà dây ta tùng vơ rồi chưa khó bình chệ chưa trâu bình chệ bơ này bị ọt trâu chệ bạc prong một toán với tôi là bạc sức bọc cô rồi có ông ca rồi có xây cái chân thấp phân alumin nè mấy cha tự thể men pa bục cồn nè có so là thua men pa bục cồn nè bên dây men tới nó nẹt chưa chùm nưa vào đây nó dập chân nẹt phật sra chứ ngay á nẹt phật sra nẹt lên là bay nẹt sấy đai mà rô rương tham át nè hay thua cái nát có sân tình giấy rương bài dùm mục là bay sray là bay sra nó vừa khó bên trên cho hay số tập mà đưa lên pin bật tê mày đấy phần phụ con đai bạc can đấy phụ nó sâu bạc can đấy nè phật sẽ đai một khăn mà tha phật sra nó bị đạch sao lên trên cho con một khăn đấy dập nè bạn để bạt kho nè chưa kho mà cha tự thể nó bạc can riêng nè phật sra đấy ba nó mòn hay bộ bật trâu mới nó sẽ bị kho mền đó họ xá phật tới bị đạch sao mến phân phụ phật sẽ con mình thải phải thì con có từ tu squal thà phật sự vâng với mình là o đấy miền nẹt phật mà có nẹt sẽ đạp mà khác con phật đấy có thắng sẽ đạp buru hấp bản mùi năng đại viêm toàn ban phủ thầu caงี้cái này có mình thải thế dập tân nẹt chưa phải đa lừa môn nó côm năng ai để khăng nó phụ ấy viêm men nhiên tạ phơi cài tự nhiên ra thế vì nhiên khu có ba vì nhiên tịch hệ vì nhiên mà nô cùng rồi chăng nghĩ thế chăng sợ rộng mà quánh bà ôn cùng sao mong chật ấy thợ đăng tha cọt cầm chân chẳng đài cọt chân chẳng thể luôn tu cọt men từ cọt chân chẳng thể có vấn tế they were trained to be like that cọt trâu ban sừng cung nắng train cọt ở chưa chẳng su tha cọt chưa tha chẳng thầm mến tê cả cọt nữa dụng mà năm pi năm cọt khmiên chưa chẳng tê cọt khmiên chưa xây na đây cọt tê có bàn tay nẹt nơi chật cọt nâng chưa mà đai cọt chưa bong phụ ôn cọt vọt để cọt tâu cứ oi cọt chưa ta chẳng chẳng little by little anh nâng việc hầm vua vật thôi chuồn dương nâng á bọn thà đôi đay tờ bảo chăng tờ luộc cho năm bước về chlong hai cái này bờ cọt mình chlong tam cây phèm chăng tớp chùm lại phua chất vật thôi chuồn men rừng mom na men là băng này na nâng hay dân mưa mà nước cọt sạp cúp nước bài mạch cọt đau mùi nạ kê cọt đau mùi nạ prai thế nạ prai những chồng vậy bị nạ prai này Sama tịch hệ rư cổ nẹ vô hạt phò cho bạp thòm mà chiết có đại bàn sạp cục đang cùi chiết đấy một bàn chụm đòn đón bà thò rụm mùi ấy phần năng lư là bấy đấy phần thà ôi sạp cục ôi nâu chụm mùi dây khnia cho chá miên đấy hay phệ chán còn miên nâu mùi nả kế phệ chán còn nâu chụm mùi nẹ để nóm ở quạt từ chưa anh chắc hay bờ quạt mình tớ chụm lại chân rương tầng lái bên miền hạt miền phò hay đọc ôn sẽ đạp tâu dốt thà ôn toàn năng viêm toàn trâu men tên vì toàn chịu men tên bạn sẽ đạp tới chạm vô luôn tới chịu đôi con có dạp này mua mà là
សំណួរថាកាលដែលយើងជួបរឿងអ្វីមួយដែលយើងមិនចង់ធ្វើក្នុងជាតិនឹងតើពាក់ព័ន្ធនឹងកម្មពីអតីតជាតិដែរឬទេរឿងពាក់ព័ន្ធឬមិនពាក់ព័ន្ធហ្នឹងយើងវាអត់អាចមានស្អីទៅដឹងថាយើងជួបអញ្ចឹងពីមុនល្មិចបានវាមកអញ្ចឹងយើងវាដឹងអត់បានប៉ុន្តែគ្រប់យ៉ាងមានហេតុទើបកើតឡើងហេតុហ្នឹងមានហេតុអតីតក៏មានហេតុបច្ចុប្បន្នហ្នឹងក៏មានអញ្ចឹងណាតែបច្ច័យវាគ្រប់គ្រាន់វាកើតឡើងហើយយើងគ្រាន់តែដឹងថានៅពេលដែលជួបអនិច្ចារម្មណ៍វាជាផលនៃអតីតកម្មមិនល្អតែប៉ុណ្ណឹងតែមិនល្អនោះជាស្អីយើងមិនដឹងទេត្រង់ដឹងថាអកុសលវាអ្នកបង្កើតវិបាកឲ្យមានការសោយអារម្មណ៍ដែលជាអនិច្ចារម្មណ៍ឥឡូវហ្នឹងអារម្មណ៍ដែលយើងមិនជាទីប្រាថ្នាប៉ុន្តែជួនកាលរឿងខ្លះមិនមែនជាវិបាកកម្មចាស់ទេគឺកិលេសថ្មីនឹងត្មងរឿងហ្នឹងល្អទេណារឿងហ្នឹងល្អទេអារម្មណ៍ហ្នឹងល្អទេបុណ្យអតីតកាលហ្នឹងបង្កើតឲ្យមានវិបាកល្អទេប៉ុន្តែដល់អាកិលេសយើងកើតឥឡូវនេះវាខ្ទាស់ពីសេចក្តីប្រាថ្នារបស់យើងថាជួបតែរឿងអញ្ចឹងឧទាហរណ៍ថាឥឡូវកំពុងបញ្យល់ធម៌នឹងនៅក្នុងផ្ទះម្ដាយយើងកំពុងតែបើកថ្មស្ដាប់អញ្ចឹងរៀងលឺបន្តិចអញ្ចឹងទៅតួសំឡេងធម៌ហ្នឹងចិត្តដែលលឺសំឡេងបញ្យល់ធម៌ហ្នឹងជាសំឡេងដែលគួរឲ្យខឹងទេគួរឲ្យកើតទុក្ខទេថាអត់ទេសំឡេងល្អតាមានជេរមានបចោមានទៅញុះញង់ឲ្យឆ្លោះគ្នាអីអត់ទេកំពុងបញ្យល់មនុស្សឲ្យយល់ត្រូវប៉ុន្តែវាខ្ទាស់ជាមួយកិលេសក្នុងចិត្តយើងនេះអាចិត្តយើងកំពុងតែចង់មើលភាកម៉ែបើកលឺពេកឃើញទេឯនេះវាជួបរឿងដែលយើងមិនចង់ដល់ជួបរឿងមិនចង់លទ្ធផលគឺស្អីគឺកើតទុក្ខឃើញទេអញ្ចឹងបានសរុបរួមរឿងស្អីច្រើនក៏ដោយពុទ្ធឲ្យមេរៀនខ្លីថាតណ្ហានាំឲ្យកើតទុក្ខប្រាថ្នានេះប្រាថ្នានោះជាប់នេះជាប់នោះប្រាថ្នានេះប្រាថ្នានោះនឹងហើយជាប្រពប្រហេតុនេះរឿងដែលនាំឲ្យកើតទុក្ខអញ្ចឹងបើយើងទៅរកអារឿងអតីតកាលមិនឃើញមើលតែឥឡូវហ្នឹងឥឡូវមិនក៏តែអញ្ចឹងមិនក៏កើតខ្ញុំកើតទុក្ខនិយាយឡាយអញ្ចឹងទៅមានគេចូលមកជេរអីចឹងឧទាហរណ៍កើតទុក្ខភ្លាមចិត្តហ្នឹងឥឡូវមិនបានកើតទុក្ខពីគេជេរឬថាអត់ទេវាមកពីយើងមិនចង់ឲ្យគេជេរអាហ្នឹងចង់ដែរណាអាមិនចង់ឲ្យគេជេរហ្នឹងគឺចង់ដែរគឺចង់កុំឲ្យគេជេរចឹងបើយើងព្រមថាបើកលេសគ្នាមានគ្នាក្នុងហ្នឹងវាមានតែធាតុស្អុយចេញមកអញ្ចឹងវាចេញក៏អូបមកមិនឧទាហរណ៍ដូចក្នុងពោះវាសិលលមួកអញ្ចឹងណាផលមកតិចមកវាចេញទៅស្អុយអញ្ចឹងខណៈចិត្តមនុស្សជេរចេញមកវាចេញពីរបស់ស្អុយថាម៉េចបើវាចេញរបស់ស្អុយចិត្តវាស្អុយចិត្តហ្នឹងវាអកុសលទោសៈហ្នឹងវាកើតវាខឹងវាត្រឹសវាស្មោអញ្ចឹងទៅខ្នាញ់ឆេញអីចឹងទៅធំបានជេរភុចមកឃើញទេឥឡូវបើមកចេញជេរមកយើងថាមិនសមជេរសោះអត់មានរឿងអីមិនសមទេសមហើយព្រោះកិលេសវាក្តៀនពេកអញ្ចឹងចេញមកភុចមកធូរបន្តិចទៅឃើញទេឯដល់យើងនេះវាលើគេជេរទៅវាខឹងអញទៅធ្វើអីឯងហើយយើងវាឃើញត្រឹមទោសគេជេរប៉ុណ្្នឹងឯងតែមិនឃើញទោសតណ្ហាក្នុងចិត្តទេចឹងមិនបានទៅគេសរសើរគេសាធុគេអបអរសាទរគេថានិយាយនឹងត្រូវហើយអីចឹងទៅយើងអត់កើតទុកឯមែនទេរាប់រយខមមិនដែលគេឲ្យមេដៃគេឲ្យបេះដូងហើយដល់ពេលអាកើតទុកទៅជួបតែមួយអាណាគេជេរហ្នឹងឥឡូវមកចឹងមកសភ្លុះសងគ្នាអត់រួចទេអីយើងឡាយម្ដងវាមិនអាចថាជេរច្រើនជាងអ្នកគ្រប់គ្រងទេអ្នកគ្រប់គ្រងអ្នកអបអរសាទរអ្នកឲ្យមេដៃអ្នកឲ្យបេះដូងច្រើនជាងប៉ុន្តែមិនបានជាយើងទៅថាជាមួយអាពាក្យជេរមួយហ្នឹងពាក្យមិនគ្រប់គ្រងមួយហ្នឹងថាមិនមកពីគេមិនគ្រប់គ្រងឬអីទេវាមានហេតុបានកើតឡើងគេនេះគេគ្រប់គ្រងមកពីយើងអត់បានធ្វើអីខ្ទាស់ចិត្តរបស់គេឬក៏ស្របនឹងការយល់របស់គេ
ត្រង់ចំចំណងចំណូលចិត្តរបស់គេបានគេឲ្យមេដៃមួយមកគេឲ្យបេះដូងមួយមកគេសាធុមួយមកឃើញទេហ្នឹងវាស្របគ្នាដល់គេជេរមកពីអីអាការនិយាយរបស់យើងហ្នឹងវាខ្ទាស់ពីកិលេសក្នុងចិត្តរបស់គេអញ្ចឹងចេញមកមានចេញអីចេញសាធុមិនរួចចេញបេះដូងមិនរួចវាមិនចេញប្រមាថវាមិនចេញជេរព្រោះក្នុងវាចេញវាមានអាធរអញ្ចឹងមកប៉ាហ្នឹងរឿងក្នុងអ្នកដតីវាចឹងចុះប៉ាន់សួរថាហេតុអីគេ like មកកណោគេសរសើរមកកណោវាមិនអាចទៅសងមួយអាគេជេរមួយបានណាចុះជាមួយនឹងពាក្យសរសើរពាក្យហ្នឹងអត់កិលេសទេចុះថាវាមានដែរកិលេសហ្នឹងវាស្របជាមួយតណ្ហារបស់យើងឃើញទេព្រោះយើងវាចង់ឃើញតែអញ្ចឹងចង់ឃើញតែសរសើរហ្នឹងចង់ឃើញតែល្អហ្នឹងអញ្ចឹងវាបានស្របតាមសេចក្តីប្រាថ្នាដល់ស្របតាមសេចក្តីប្រាថ្នាអាតូមនោះហ្នឹងវាអត់កម្រើកទេវាអត់រើទេវាអត់រើទេប៉ុន្តែសួរតែមានកិលេសទេថាមានហើយចុះពេលអជាមួយគេសរសើរពេលអជាមួយគេគាំទ្រហ្នឹងអានឹងជាបញ្ហាដែរទេថាបញ្ហាថ្ងៃក្រោយឥឡូវហ្នឹងមិនតាន់ឃើញជាបញ្ហាទេប៉ុន្តែហ្នឹងវាសន្សំទុកជាបញ្ហាទៅថ្ងៃក្រោយហ្នឹងហើយដល់ថ្ងៃក្រោយគេអត់សរសើរគេបន្ទោសគេបង្អាប់ទៅវិញទោមនស្សខ្លាំងអញ្ចឹងបានអាត្មាគ្រាន់តែឲ្យគំនិតគិតអញ្ចេះថាកុំតន់ថាចិត្តរបស់យើងហ្នឹងវាខ្លាំងចិត្តរបស់យើងហ្នឹងវាអញ្ចេះវាអញ្ចោះខ្ញុំមានតែចេះខឹងអីទេអីកុំបើយើងកុំតន់ទៅវាស់ជាមួយនឹងរឿងខ្ទាស់ចិត្តទៅមើលអាស្របចិត្តបើស្របចិត្តច្បាស់ណាស់ថាខ្ទាស់ចិត្តខឹងហើយណាហើយត្រូវដឹងថាស្អីទាំងអស់វាមកគូគ្នាវាសរសើរនិន្ទាកុំភ្លេចណាតែសរសើរមកនិន្ទាមកហើយយើងរាល់ថ្ងៃបន់សុំឲ្យតែគេស្រឡាញ់មែនទេសុំឲ្យតែមានពាក្យគេស្រឡាញ់សរសើររាប់អានកុំភ្លេចថាគេមិនតន់សរសើរច្រើនណាពាក្យជេរវាចោលក៏មិនតន់ច្រើនដែរពាក្យរិះគន់ក៏មិនតន់ច្រើនដែរកាលណាទទួលការសរសើរកាន់តែច្រើនការរិះគន់និន្ទាក៏មកកាន់តែច្រើនដែរលៀបនិងអត់លៀបដូចគ្នាដែរបានកាន់តែច្រើនពេលបាត់ម្ដងក៏ច្រើនដែរឃើញសិទ្ធិខ្លះគាត់ចូលម្ដងរាប់លានមិនបាត់ទៅវិញក៏រាប់លានដែរមិនបាត់ម្ដង$100ស្ដាយចិត្តងាប់ដូចយើងអញ្ចឹងទេតែយើងអត់មានអីបាត់តែ$10បាត់តែ$100អូស្ដាយខំរនោះដល់គេអ្នកមានជួញចំណេញធំដល់ខាតក៏វាធំវាមិនដែលថាចំណេញរាប់លានខាតម្ដងតែ$1 $2ដូចយើងលក់ចាប់រួយតិចតួចលក់មន់អាំងតាមផ្លូវណាវាទៅវិញក៏វាធំអញ្ចឹងដែរវាធំអញ្ចឹងហ្នឹងមានយោះអត់យោះណាមានយោះមានតំណែងមានតំណែងគេឲ្យអញ្ចឹងទៅកាន់តែធំបើបាត់ទៅវិញក៏ធំមកត្រាំពងភ័យដូចយើងអត់មានតំណែងប្រធានាធិបតីមានទៅភ័យខ្លាចបាត់តំណែងណាអញ្ចឹងតែបានមកវាគូបាត់ទៅវិញហើយបើអត់មានអានោះទេវាគ្មានអីបាត់ទៅវិញវាមកទាំងគូវាបើមនុស្សយើងឆោតណាស់ប្រាថ្នាយកតែល្អទេប្រាថ្នាយកតែពូជព្រាត់ប្រាសហ្នឹងជាតិណាសូមកុំអោយព្រាត់ប្រាសឃើញទេឃើញសត្វលោកយើងល្ងងហ្នឹងនឹងសូមជួបកុំអោយព្រាត់បើមិនជួបវាមានព្រាត់មកពីណាហើយបើសូមជួបអីមិនក៏មិនអោយព្រាត់សិតតែប្រាថ្នាឲ្យតែកើតទុកប្រាថ្នាឲ្យតែកើតទុកមនុស្សយើងសត្វលោកយើងប្រាថ្នាឲ្យតែកើតទុកអញ្ចឹងយើងទៅដឹងកម្មអតីតកាលស្អីឈឺក្បាលបាក់ដឹងមើលអាទុករាល់ថ្ងៃហ្នឹងវិញទៅកើតពីអី